ចឹងយើងនឹងអោនចិត្តថ្វាយគុំប្រតនត្រ័យដោយសង្ខេបណាមោតស្សៈភะคะវៈតោអរហតោសម្មាសម្ពុទ្ធស្សៈណាមោតស្សៈភะคะវៈតោអរហតោសម្មាសម្ពុទ្ធស្សៈណាមោតស្សៈភะคะវៈតោអរហតោសម្មាសម្ពុទ្ធស្សៈ My homage to the Blessed One, the Worthy One, and the fully enlightened One. Sadhu, sadhu, sadhu. ហេចឹងយើងតមេរៀនយើងទៅទៀតញាតិញោមបានអានប្រវត្តិទេបងបានអានប្រវត្តិសង្កេលកៈសោតទេ background ហ្នឹងហើយទុកប្រកេនលោកគ្រូសរដ្ឋាលោករំលឹកប្រវត្តិចាស់លោកញាតិញោមមិនទាន់អានចប់អីបងអាចបន្តអាននៅក្នុងសង្កេលកៈសោតឥឡូវនេះយើងបន្តមេរៀនទៅហ្នឹងហើយអំពីទឹកទាំង6ហើយម្សិលមិញយើងបានសិក្សាទឹកខាងកើតមិនទាន់ចប់ផងណាទឹកខាងកើតមួយដែលទឹកខាងកើត X នេះចាត់ទុកជាមេដាបៃតាអញ្ចឹងយើងបន្តទៀតទឹកខាងកើតហ្នឹងមានអត្តន័យទលំទលាយដែលមានតួនាទីសង្គ្រោះបុត្រធីតាដោយធម៌5ហើយបុត្រធីតាហ្នឹងក៏មានធម៌5ទៅត្រូវប្រណិប័តចំពោះមេដាបៃតាអញ្ចឹងអាត្មាមិនរំលឹកទេយើងបន្តទៀតទៅមេរៀនសាមញ្ញនេះគឺដល់តួនាទីឬក៏ឋានៈរបស់មេដាបេតាក្នុងពុទ្ធសាសនាហ្នឹងព្រះអង្គសម្ដែងឋានៈ4យ៉ាងដែលមានព្រហ្មាពុព្វទេវាពុព្វាចារហើយនិងអាហុណៃយា4ហ្នឹងសូមចាំណាទុកដូចជាព្រហ្មទុកដូចជាទេវតាដើមទុកដូចជាអាចារ្យដើមទុកដូចជាបុគ្គលគួរដល់ការគោរពបូជាហ្នឹងហើយរបស់កូនប្រុសស្រីអាហុណីយៈហ្នឹងសំដៅលើពាក្យថាអរហន្តដូចគ្នាដែរហើយយើងតែនិយាយថាមេដាបេតាជាព្រះអរហន្តដូចជាដូចពាក្យពុព្វទេវាជាទេវតាឬក៏ជាព្រះព្រហ្មាណាជា God living God at home នឹងឯងមេដាបេតាអញ្ចឹងយើងបន្តចូលទំព័រមួយទៀត How offspring repay fully gratitude to their parents តើកូនប្រុសស្រីហ្នឹងតបស្នងសងគុណមេដាបេតាឲ្យពេញបរិបូរណ៍ដោយវិធីណាឬក៏ដោយរបៀបណា How offspring ណា offspring ហ្នឹងគឺកូនណាកូនប្រុសស្រីហ្នឹងត្រូវតបស្នងសងគុណពុកម្ដាយដោយវិធីណាក្នុងបទសោតព្រះអង្គសម្ដែង I tell you monks there are two people who are not easy to repay which two your mother and father even if you were to carry your mother on one shoulder your father on the other shoulder for 100 years and were to look after them by anointing massaging, bathing, and rubbing their limbs, and they were to defecate, urinate right there on your shoulders. You would not in that way pay or repay your parents. If you were to establish your mother and father in absolute sovereignty over this great earth, abounding in 7 treasures, you would not in that way pay or repay your parents. Why is that? Mother and father do much for their children. They care for them,
they nourish them, they introduce them to this world. But anyone who rouses his unfaithful mother and father, settles and establishes them in faith, rouses his unvirtuous mother and father, settles and establishes them in virtue, arouses his stingy mother and father, settles and establishes them in generosity, arouses his foolish mother and father, settles and establishes them in wisdom. To this extent, one pays and repays one's mother and father ហ្នឹងហើយនឹងជាបដិការណាខ្ញុំតកតងទៅនឹងការតបស្នងសងគុណពុកម្ដាយអញ្ចឹងយើងសិក្សាទាំងអស់គ្នាមើលយើងជាកូនប្រុសស្រីហ្នឹងតើធ្លាប់បានធ្វើរឿងទាំងអស់ហ្នឹងដែរឬទេឬក៏នៅក្នុងចំណែកណាមួយដែលយើងធ្លាប់បានបំពេញជាការតបស្នងចំពោះមេត្តាបិតាយើងបកប្រែមក I tell you ណា monks មនាលភិក្ខុទាំងឡាយតថាគតប្រាប់អ្នកទៅចុះ There are two people who are not easy to repay មានមនុស្សពីរនាក់ឬក៏ពីររូបដែលមិនងាយស្រួលទេក្នុងការសងគុណ Which two your mother and father គឺម្ដាយឪពុកនឹងឯងដោយសារមានគុណច្រើនណាស់ Even if you were to carry your mother on one shoulder ទោះបីជាយើងលើកម្ដាយយើងណាលីលើស្មាម្ខាងហើយឪពុកហ្នឹងដាក់លើស្មាម្ខាងទៀតណាអស់រយៈពេល100ឆ្នាំ and were to look after them ហើយត្រូវបីបាច់ថែរក្សាពួកគាត់ណាដោយការងូតទឹកដោយការ anointing ហ្នឹងងូតទឹក massaging ណាគឺបំរើគក់ច្បាច់ basing ណាដោយការងូតទឹកលាងសម្អាត rubbing their limbs ណានឹងដោះជូត rubbing ណាដោះជូតគេដោះក្អែល and they were to defecate and urinate right there ហើយមេដាបិតាហ្នឹងបន្តបង់ម៉ូតលាមកណានោមជុះហ្នឹងហ្នឹង defecate ហ្នឹងគឺបន្តបង់លាមក urinate ណាទឹកម៉ូត right there on your shoulder ទោះបីជាម្ដាយឪពុកហ្នឹងទៅបង់នៅលើស្មាអ្នកក៏ដោយ you would not in that way pay or repay your parents គឺយើងមិនអាចសងគុណដៃពុកនឹងអស់ទេណាលោកឧបមាអញ្ចឹងថាមេដាបេដាហ្នឹងមានគុណធំធេងណាស់សំបីបុត្រធីតាលីម្ដាយឪពុកហ្នឹងដាក់លើស្មាឆ្វេងស្ដាំហើយអស់រយៈកាល100ឆ្នាំប៉ុន្តែលីគាត់ហ្នឹងហើយគាត់បន្តបង់ម៉ូតលាមកនៅកន្លែងហ្នឹងហើយយើងទៅសម្អាតទៅលាងទៅងូតទឹកឲ្យគាត់ហ្នឹងក៏ដោយណាវាមិនអាចតបស្នងសងគុណពួកគាត់បានទេ If you were to establish your mother and father in absolute sovereignty over this great earth ហើយបើសិនម្យ៉ាងទៀតបើសិនបើយើងណាតាំងមេដាបិតានៅក្នុងណា establish in ហ្នឹងគឺថាតម្កល់ឬក៏តាំងដៃឪពុករបស់យើងហ្នឹងឲ្យស្ថិតនៅក្នុងអធិបតេយ្យភាព absolute sovereignty ណាដូចថាយើងឲ្យស្អីដែលអស្ចារ្យក្នុងโลกនេះដូចជាអំណាចឧទាហរណ៍ណាជាអំណាចស្ដេចចក្រជាទ្រព្យសម្បត្តិគ្រប់យ៉ាងក៏ដោយណា absolute sovereignty ហ្នឹង over this great earth ណាលើโลกនេះ abounding in seven treasure នឹងសូម្បីតែផ្ដល់ឲ្យនៅរយទ្រព្យឬក៏មិនរយទ្រព្យគឺសម្បត្តិ7ប្រការមិនមែនរយទ្រព្យទេណាសំទោសហ្នឹងនិយាយពីសម្បត្តិ7ប្រការឧទាហរណ៍កែវកងបិទូសូរកានអំណាចទ័ពអំណាចទាហានអំណាចមាសប្រាក់
ឬក៏កំណត់អីណាក៏ដោយអាចទេ you would not in that way pay or repay your parents ណាអញ្ចឹងសូម្បីតែយើងសងគុណឪពុកម្ដាយហ្នឹងដោយការផ្ដល់ឲ្យគាត់នៅអ្វីដែលជាភាពអស្ចារ្យនៅក្នុងโลกនេះណា sovereignty over this great earth សូម្បីផ្ដល់ឲ្យនៅសម្បត្តិ7យ៉ាងឬក៏កំណប់7ប្រការហ្នឹងក៏មិនអាចតបស្នងសងគុណពួកគាត់អស់ដែរ why is that ហេតុអីបានអញ្ចឹងមិនបានជាសងមិនអស់ផ្ដល់ឲ្យគ្រប់យ៉ាង mother and father do much for their children មេដាបេដាហ្នឹងគឺបានធ្វើរឿងច្រើនណាស់សម្រាប់កូនប្រុសស្រីធ្វើរឿងច្រើនមិនគឺថាចិញ្ចឹមតាំងពីបង្កើតតាំងពីអីហ្នឹងមករាប់មិនអស់គុណរបស់ពួកគាត់ they care for them គឺបីបាច់ថែរក្សាមេដាបេដាបីបាច់ថែរក្សាបុត្រ they nourish them ចិញ្ចឹមណាចិញ្ចឹមកូនប្រុសស្រី they introduce them to this world មេដាបេដាហ្នឹងគឺបានណែនាំកូនឬក៏បង្រៀនកូន introduce them to this world គឺថានាំកូនហ្នឹងមកស្គាល់ពិភពលោកហ្នឹង but anyone who rouses his unfaithful mother and father settle in and establish them in faith rouses his unvirtuous manner ប៉ុន្តែអ្នកដែលញ៉ាំង rouses ប៉ុន្តែអ្នកដែលញ៉ាំងម្ដាយឪពុកដែលមិនទាន់មានសទ្ធាហើយតាំងមាំនៅក្នុងសទ្ធា unfaithful តែមិនទាន់មានជំនឿមិនទាន់មានសទ្ធាតាំងមាំណាអញ្ចឹងតែគាត់ធ្វើឲ្យគាត់យ៉ាងម៉េចឲ្យគាត់ settles and establishes them in faith ណាប៉ុន្តែសម្រាប់បុគ្គលឯណាមួយដែលញ៉ាំងមេដាបេដាដែលមិនទាន់មានសទ្ធាទេឲ្យតាំងនៅក្នុងសទ្ធាណាឃើញទេតើអ្វីហ្នឹងណា but anyone who rouses his unfaithful mother and father ប៉ុន្តែនរណាម្នាក់ដែលញ៉ាំងមេដាបេដាដែលមិនទាន់មានសទ្ធាហ្នឹង settle and establish them in faith ឲ្យគាត់settle គឺថាឲ្យស្ថិតនៅ establish ហ្នឹងឲ្យតាំងនៅក្នុងសទ្ធានឹងមួយណាឲ្យគាត់តាំងនៅក្នុងសទ្ធាទីពីរ rouses his unvirtuous mother and father settle and establish in virtue បុគ្គលណាដែលញ៉ាំងមេដាបេដាដែលមិនទាន់មានសិល unvirtuous ណាអត់មានសិលប្រើពាក្យហ្នឹងដូចតែយើងអត់យើងនិយាយពីបុគ្គលអត់សិល unvirtuous person ហ្នឹងឯងដល់មានសិល virtuous ណា virtuous one virtuous person ប៉ុន្តែបុគ្គលណាមួយដែលញ៉ាំងមេដាបេដាដែលមិនទាន់មានសិលឲ្យស្ថិតនៅឲ្យតាំងនៅក្នុងសិល arouses his stingy mother and father ញ៉ាំងមេដាបេដាដែលមិនទាន់មានសទ្ធា stingy ណាកំណាញ់ stingy មិនទាន់មានសទ្ធាឬថាមិនទាន់មានចាគៈហ្នឹងអត់ទាន់មានការលះនៅកំណាញ់នៅមានមច្ឆរិយៈក្តីកំណាញ់ settle and establish them in generosity បុគ្គលណាមួយដែលញ៉ាំងមេដាបេដាដែលនៅមានមច្ឆរិយៈហ្នឹងឲ្យលះបង់ឲ្យមានចាគៈធ្វើទាន arouses his foolish mother and father and settle and establishes them in wisdom ហើយញ៉ាំងមេដាបេដាដែលមិនទាន់មានបញ្ញាណា foolish ណាមិនទាន់មានបញ្ញាដូចថានៅល្ងិតល្ងងនៅអវិជ្ជានៅជាបុគ្គលពីល foolish ហ្នឹងមក compare ទៅឈួតហ្នឹងហើយអត្តន័យនៅក្នុងនោះគឺថាមេដាបេដាដែលគាត់មិនទាន់បរិបូរណ៍ដោយបញ្ញាទេញ៉ាំងគាត់ឲ្យគាត់តាំងនៅក្នុងបញ្ញា wisdom នឹងការបកប្រែពេលខ្លះយើងត្រូវមើល context របស់ប្រធានបទហ្នឹងគេនិយាយពីអីយើងប្រែឲ្យស្របទៅតាមអត្ថន័យគេណាហ្នឹងហើយព្រោះភាសាអង់គ្លេសមានអត្ថន័យទលំទលាយដែរនេះជាគំនិតមួយសម្រាប់
ការរៀនបកប្រែខ្ញុំគណៈអាត្មាក៏អត់បានមើលមុនដែរនេះបោះគ្រូសរថាលោកក៏រៀបចំហើយ ហ្នឹងហើយប៉ុន្តែធរអស់នេះគឺធ្លាប់រៀនពីមុនមកចឹងទៅយើងអាចយល់បានណាចឹងញាតិញោមឬលោកម្ចាស់ដែលធ្លាប់សិក្សាសង្កេតសូត្រពីមុនមកអាចយល់សេចក្តីនឹងបានណាការតបស្នងសងគុណពុកម្ដាយហ្នឹងព្រះអង្គសម្ដែងនៅក្នុងប្រសូតនឹងច្រើនជាពិសេសតកតងទៅនឹងតួនាទីនេះកាតព្វកិច្ចដែលត្រូវប្រតិបត្តិហ្នឹងហើយចឹងចប់កន្លែងហ្នឹងគឺគេ to this extent one pays and repays one's mother and father ចឹងបើអាចធ្វើទៅតាមរបៀបនឹងបានបុគ្គលនឹងឯងឈ្មោះថាបានតបស្នងសងគុណទៅពុកម្ដាយអាហ្នឹងបានឈ្មោះថាបានតបស្នងសងគុណគាត់ដោយពេញបរិបូរណ៍ទៅតាមន័យដែលព្រះសម្មាសម្ពុទ្ធបានសម្ដែងអញ្ចឹងញាតិញោមចាប់បានណាបានគំនិតពីពុទ្ធដីកាមកពង្រៀនយើងឲ្យចេះតបស្នងសងគុណពុកម្ដាយពិតប្រាកដនោះមិនមែនការឲ្យលុយឲ្យទ្រព្យសម្បត្តិស្អីនៅក្នុងលោកដែលជាសម្បត្តិលោកីយកទៅមិនបានហ្នឹងទេណាប៉ុន្តែនេះត្រូវធ្វើឲ្យពួកគាត់ហ្នឹងតាំងមាំបើថាម្ដាយឪពុកហ្នឹងគាត់មិនទាន់មានមិនទាន់មានអីទី1មិនទាន់មានសទ្ធាណា unfaithful ណាគាត់អត់ទាន់មានសទ្ធាហ្នឹងមានន័យថាអត់ទាន់មានការជឿជាក់នៅក្នុងគុណបរតនត្រ័យមិនទាន់មានការជឿជាក់នៅក្នុងច្បាប់កម្មនិងផលរបស់កម្មហ្នឹងទី1ណា unfaithful mother នេះហើយ settle them and establish them in faith នៅក្នុងសទ្ធាកន្លែងនេះប្រែថាជំនឿជឿនេះគឺជឿទៅលើកម្មនិងផលរបស់កម្មជឿទៅលើការត្រាស់ដឹងជឿទៅលើធម៌របស់ព្រះសម្មាសម្ពុទ្ធជាដើមណាហ្នឹងហើយអញ្ចឹងបើគាត់អត់ទាន់មានសទ្ធាក្នុងវិធីហ្នឹងទេយើងត្រូវញ៉ាំងគាត់ឲ្យបានតាំងនៅក្នុងសទ្ធាជឿគុណបរតនត្រ័យណាកុំឲ្យគាត់មានមិច្ឆាទិដ្ឋិទៅជឿមង្គលភ្ញាក់ផ្អើលជឿគ្រូនេះគ្រូនោះជឿផ្ដេសផ្ដាស់អញ្ចឹងទៅណាអាហ្នឹងឯងគឺជាការតបស្នងសងគុណដែលត្រឹមត្រូវទៅតាមព្រះសម្មាសម្ពុទ្ធហើយមេដាបិតាទាំងឡាយណាដែលអត់ទាន់មានសិលទេគាត់មិនទាន់មានការរក្សាសិលមិនទាន់មានសិល5នៅស្លាប់សត្វនៅលួចគេនៅនិយាយកុហកហ្នឹងឯងទីហោអញ្ចឹងណាអញ្ចឹងត្រូវកូនហ្នឹងត្រូវធ្វើយ៉ាងណាឲ្យគាត់តាំងនៅក្នុងសិលរកវិធីឲ្យតាំងក្នុងសិលអញ្ចឹងយ៉ាងម៉េចឧទាហរណ៍ថាអូនៅមានវត្តមានអីចឹងទៅសារនាំគាត់ឬគេអូដល់ថ្ងៃសិលនាំម្ដាយពុកទៅរកសុំសិលរំអីចឹងទៅទៅជួបប្រសង់ណាហ្នឹងអាហ្នឹងឯងគេថាតាំងវិធីណាមួយក៏ដោយដែលអាចញ៉ាំងគាត់ឲ្យបានតាំងនៅក្នុងសិលណាដល់ទី3ហ្នឹងហើយ stingy តកតងនឹងការធ្វើទានណាអញ្ចឹងបើគាត់មិនទាន់ចេះលះទេយើងរកវិធីណាឲ្យគាត់បានធ្វើបន់ធ្វើទានណាឃើញកូនខ្លះគាត់គាត់មានបញ្ញាទៅគាត់ដឹកនាំម្ដាយពុកធ្វើបន់អញ្ចឹងទៅបានធ្វើទានណាទីហោដោយបើគាត់ឆ្លាតគាត់មានលទ្ធភាពល្មមគាត់ធ្វើបន់ចម្រើនបជនអីចឹងទៅជូនមេដាបេដាទៅក្នុងកម្មវិធីហ្នឹងត្រូវមានមុនប្រសង់ត្រូវមានអញ្ជើញចាស់ទុំមកទទួលទានណាមកទទួលផាត់អញ្ចឹងក្នុងឱកាសហ្នឹងយើងធ្វើបន់ជូនគាត់យើងញ៉ាំងគាត់ឲ្យបានធ្វើទានដែរឃើញទេការរាប់បាតប្រសង់ឯណាសិតតែ100អង្គឯណោះ108អង្គឯណោះហ្នឹងហើយហ្នឹងជាឧទាហរណ៍ហើយមិនចាំបាច់ថាទៅបង្កើតកម្មវិធីបន់ធំនាំអស់លុយច្រើនទេយើងគាត់ញ៉ាំងគាត់ដាំបាយជូនគាត់រាប់បាតប្រសង់មកបិណ្ឌបាតរាល់ថ្ងៃហ្នឹងមួយអង្គពីរអង្គអីនៅមុខផ្ទះវាឆ្លៀតទៅហ្នឹងធ្វើទានឬក៏ឲ្យទៅអ្នកសុំទានអ្នកក្រីក្រកំសត់ទុរគតហ្នឹងយើងជួយគេឲ្យបានសិក្សារៀនសូត្រឧបត្ថម្ភប្រសង់រៀនឧបត្ថម្ភប្រសង់អាពាធឧទាហរណ៍ណាឧបត្ថម្ភការកសាងអាហ្នឹងជាការធ្វើទានទាំងការយើងចូលជំនួសគាត់អីចឹងទៅចូលហើយយើងដាក់ឈ្មោះគាត់ទៅខ្ញុំបង្អោនទានហ្នឹងថ្វាយបេដារបស់ខ្ញុំហ្នឹងហើយជាឧទាហរណ៍កំណត់ខ្លះនឹងដល់មួយទៀតបេដាហ្នឹងមិនទាន់មានបញ្ញាទេគឺញ៉ាំងឲ្យគាត់ពួកគាត់ហ្នឹងតាំងមាំ
នៅក្នុងបញ្ញាធ្វើម៉េចឲ្យគាត់បានបញ្ញាណាដោយការស្ដាប់ដោយការសិក្សាឬក៏ដោយការបដិបត្តិអីចឹងទៅដោយការពិចារណាណាបញ្ញា3មានសុតមយៈបញ្ញាដែលកើតពីការសិក្សារៀនសូត្រឬការស្ដាប់ហ្នឹងចន្តាមយៈដោយការគិតពិចារណាហើយនឹងភាវនាមយៈចឹងធ្វើម៉េចឲ្យគាត់តាំងក្នុងបញ្ញាយើងឲ្យគាត់បានរៀនសូត្រពធដឹកនាំគាត់ឲ្យមករៀនធម៌អញ្ចឹងទៅឬក៏បើកវិទ្យុបើកទូរទស្សន៍ឲ្យគាត់ស្ដាប់ធម៌ឬក៏អានធម៌ឲ្យគាត់ស្ដាប់អញ្ចឹងទៅយកសភៅអានជូនគាត់នឹងវិធីសាស្ត្រច្រើនណាស់ឲ្យគាត់តាំងនៅក្នុងបញ្ញាហ្នឹងនាំម៉ែឪឲ្យបានទៅសមាធិទៅអីចឹងទៅណាអូខេនឹងវិធីសាស្ត្រសម្រាប់ការតបស្នងសងគុណពុកម្ដាយដោយបរិបូរណ៍ណាទៅតាមពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធក៏តន់ណាញាតិញោមការកាមយើងទាំងអស់នេះតន់ណាប្រែប៉ុណ្ណឹងបាទតន់ប្រាប់ណាបងតទៅទៀតចាស់តន់ហ្នឹងហើយមកចាប់ទិសមួយហើយចឹងចាប់ទិសខាងត្បូងហើយអូសំទោសជាត្បូងទិសខាងកើតនេះទិសខាងកើតដែលទុកដូចជាមេដាបេដាក៏ច្រើនណាស់ក៏ទិសខាងកើតហ្នឹងយើងរៀន 4-5 តពហើយហ្នឹងហើយចាប់ទិសខាងកើតមួយណាឥឡូវចូលទិសខាងត្បូងហ្នឹងហើយ duties between teacher and pupils ណា pupils មិនយ៉ាងណា pupils ហ្នឹងគឺតួនាទីរវាងគ្រូហើយនិងសិស្សដែលគ្រូនិងសិស្សហ្នឹងចាត់ទុកនៅក្នុងទិសខាងត្បូងបងចឹងមាន5ដូចគ្នា 5 kinds of duty for teacher. A teacher, number 1, a teacher must teach his pupils good behavior. Number 2, he must impart knowledge to them in such a manner that the pupils may thoroughly grasp the subject. Number 3, he must train his pupils without any discrimination. Number 4, he must speak well of his pupils' virtue and attainments to his friends. Number 5, he must prevent his pupils from danger. ដល់សិស្សវិញ there are also 5 kinds of duties for pupils to repay to their teachers. First, pupils must stand up and welcome their teacher when they see he is coming. Second, they must attend and wait upon their teacher. Third, they must respect the words of the teacher with confidence and devotion. Fourth, they must serve their teacher and supply his needs. Fifth, finally, they must learn carefully and respectfully what is taught or instructed by their teacher. ហ្នឹងហើយសម្រាប់ពាក្យប្រែឲ្យពីរោះឬក៏មានការបកប្រែល្អជាងនេះយ៉ាងណាកណ្ណាគុណចាស់ញាតិញោមអាចអានបៃដកខ្មែរទៅណាហ្នឹងហើយឬក៏ថាពាក្យដែលប្រើប្រាស់នៅកន្លែងនៅក្នុងបៃដកហ្នឹងអាចថារឹងពេកឬក៏មិន smooth អីយើងព្យាយាមយល់អត្ថន័យទៅអត់អីនេះចាប់យកអត្ថន័យទៅហើយខ្ញុំណាអាត្មានេះគឺប្រែទៅតាមពាក្យអង់គ្លេសទេពាក្យអង់គ្លេសដែលបងគ្រូសរថាលោកបានរៀបចំណាចឹងក៏លោកកន្លែងខ្លះវាមិនពីរោះស្ដាប់ក៏យើងអាចទៅមើលបៃដកបន្ថែមទៅណាព្រោះការសិក្សាយើងកុំចាំតាមគ្រូទាំងអស់មានន័យថាយើងត្រូវមានsource សម្រាប់ចូលទៅអានខ្លួនឯងបន្ថែមអ្វីដែលគ្រូបង្ហាញហ្នឹងគ្រាន់តែជាការដឹកនាំក្នុងជ្រុងមួយណាតែគ្រូដាក់ reference ដាក់ link ទៅអញ្ចឹងសិក្ខាកាមអាចទៅចូលទៅសិក្សាបន្ថែមនៅប្រភពដើមនៃប្រសូតនីមួយៗបែបនេះគឺយើងនឹងមានចំណេះដឹងទូលំទូលាយទៅក្នុងមេរៀននីមួយៗហ្នឹង
បើយើងអត់ទៅមើលបន្ថែមទេបានតែប៉ុណ្្នឹងឯងគ្រូបង្ហាញ screen ប៉ុណ្ណាចេះតែប៉ុណ្្នឹងវាអត់ទលំទលាយទេអញ្ចឹងតើញាតិញោមចូលទៅមើល reference ទៅណាថ្នាក់តែអាត្មាធ្លាប់បរៀនភាគច្រើនមកចូលចិត្តទៅអានប្រភពដើមចំណាយពេលអានប្រភពដើមណាតែប៉ុន្តែឥឡូវនេះថ្នាក់គ្រូសរដ្ឋាទុកឲ្យលោកអ្នករ៉ាន់កម្មវិធីនឹងចោះអាត្មាគាត់ follow ទៅតាមមេរៀនដែលលោករៀបចំទេណាហ្នឹងហើយអញ្ចឹងគាត់ជាគំនិតបន្ថែមសម្រាប់សិក្ខាកាមដែលចង់ក្រេបជញ្ជក់យកចំណេះដឹងពីពុទ្ធសាសនាដែលឥឡូវនេះយើងកំពុងសិក្សាប្រសូតអញ្ចឹងណាប្រសូតនេះគឺជាគេហៅថាជាថ្នាលគំនិតណាជាផ្ទាំងជាបណ្ណាល័យគំនិតមួយផ្ទុកគំនិតច្រើនណាស់នៅក្នុងមេរៀនរបស់ព្រះសម្មាសម្ពុទ្ធហើយមិនមែនជាពាក្យរបស់បុគ្គលសាមញ្ញទេអ្វីដែលយើងកំពុងសិក្សានេះគឺជាអវាទមាសណាជាពាក្យសម្ដីមាសរបស់បុគ្គលត្រាស់ដឹងបុគ្គលអស់កិលេសអញ្ចឹងមួយពាក្យមួយម៉ាត់ហ្នឹងសុទ្ធតែជាសច្ចធម៌អត់មាននិយាយដើម្បីផលប្រយោជន៍របស់អ្នកនិយាយហ្នឹងទេហ្នឹងហើយគឺនិយាយអ្វីដែលជាសច្ចធម៌ហ្នឹងអញ្ចឹងយើងសិក្សាទៅយើងទទួលបានផលប្រយោជន៍ពិតអំពីអវាទហ្នឹងអំពីពាក្យពេចន៍ទាំងអស់ហ្នឹងមួយម៉ាត់អាចឲ្យយើងសម្រេចគុណប្រយោជន៍ច្រើនណាស់បងរហូតដល់គុណប្រយោជន៍ដែលទីបំផុតហ្នឹងគឺការរួចចាក់ទុកទាំងស្រុងបើយើង follow ទៅតាមអវាទហ្នឹងណាអូខេឥឡូវយើងបកប្រែតួនាទីរបស់គ្រូ5យ៉ាងទី1 a teacher must teach his pupils good behavior អញ្ចឹងគ្រូមានតួនាទីមួយសំខាន់បំផុតគឺបង្រៀនកូនសិស្សហ្នឹងឲ្យមានអាកប្បកិរិយាល្អមានចរិតល្អ really សំខាន់ណាស់ really important teaching to be good in behavior not just give them the knowledge but to train them with moral with behavior good behavior number 2 he must impart knowledge ណាគឺផ្ដល់ចំណេះដឹង impart គ្រូនឹងផ្ដល់ចំណេះដឹងឲ្យសិស្ស in such a manner that the pupils may thoroughly grasp the subject គឺថាពយល់ណែនាំកូនសិស្សនឹងនៅមេរៀនទាំងឡាយណាឲ្យពួកគាត់នឹងអាចចាប់អាចទទួលយកឬក៏សិក្សាទៅបានចំណេះដឹងពិតប្រាកដណាHe must impart knowledge to them in such a manner that the pupils may thoroughly grasp the subject ណា in such a manner តែតាមរបៀបណាមួយដែលឲ្យសិស្សហ្នឹង thoroughly ហ្នឹងគឺថាអាចចាប់យកបានច្បាស់លាស់ពិតប្រាកដណាបរិញ្ញាសិស្សឲ្យមានជំនាញមានចំណេះហ្នឹងចង់និយាយខ្លីមកមានចំណេះមានជំនាញពិតប្រាកដណា Number 3 he must train his pupils without any discrimination ចឹងគ្រូក៏មិនត្រូវមានការលំអៀងដែរណា no discrimination ការបង្រៀនសិស្សហ្នឹងកុំលំអៀងទេស្រឡាញ់សិស្សនេះជាងស្រឡាញ់សិស្សនោះជាងអត់ទេអាហ្នឹងវាមានណាហ្នឹងហើយមានន័យថាគ្រូពេលខ្លះក៏មានការលំអៀងដែរយើងជាក់ស្ដែងក្នុងសង្គមណាជួនកាលដែលលំអៀងទៅលើអីលំអៀងមានអកតេ4ណាលំអៀងព្រោះស្រឡាញ់លំអៀងព្រោះស្អប់លំអៀងព្រោះល្ងងលំអៀងព្រោះភ័យខ្លាចអីចឹងទៅឧទាហរណ៍ថានៅក្នុងថ្នាក់ហ្នឹងសិស្សខ្លះគេបកកាយយកចិត្តចឹងទៅវាស្រឡាញ់សិស្សហ្នឹងចូលចិត្តម្នាក់ហ្នឹងដល់អញ្ចឹងបរៀនអីយកចិត្តទុកដាក់ទៅម្នាក់ហ្នឹងដល់សិស្សដតីទៀតអត់ហ្នឹងហើយពេលខ្លះស្អប់សិស្សម្នាក់ហ្នឹងទៅដល់យើងលំអៀងដែរគេឧទាហរណ៍ណាជាកាលលំអៀងព្រោះខ្លាចមិនទីហោថាសិស្សហ្នឹងសិស្សហ្នឹងកូនមេទាហានណាទីហោនឹងដល់សិស្សហ្នឹងនិយាយអីក៏ត្រូវដែររហូតដល់ប្រឡងអីចឹងទៅអត់ហ៊ានឲ្យខុសអត់ហ៊ានឲ្យធ្លាក់អញ្ចឹងក៏វាអាចមាននៅក្នុងរូបភាពបែបហ្នឹងណាទី4 he must speak well of his pupil ហ្នឹងគ្រូហ្នឹងគឺថានិយាយល្អពីសិស្សនៅមុខអ្នកដទៃណា he must speak well of his pupils virtue and attainments to his friend ថាគ្រូគឺតែងតែថែរក្សាការពារសិស្សហ្នឹងសូម្បីតែនៅក្នុងចំណោមអ្នកដទៃក៏ដោយគឺតែងតែលើកទៅសើពីសិស្ស
ហ្នឹងហើយមិននិយាយដើមសិស្សណាហើយដល់សិស្សវិញក៏មិនមែនទៅក្រៅទៅនិយាយដើមគ្រូប្រាប់គេអូយគ្រូខ្ញុំមិនល្អអញ្ចេះមិនល្អអញ្ចឹងអាហ្នឹងមិនមែនជាគំរូល្អរបស់គ្រូឬរបស់សិស្សទេហ្នឹងហើយ virtue attainment ហ្នឹងគឺអ្វីដែលជាសមិទ្ធផលរបស់សិស្សដូចសិស្សខ្លះរៀនបកកែរៀនអីចឹងហើយគ្រូតែងលើកទៅសើក្នុងចំណុំចំណោមអ្នកដទៃចឹងទៅ Number 5 he must prevent his pupil from danger ចឹងគ្រូក៏ត្រូវមានតួនាទីមួយមើលថែរក្សាការពារសិស្សចាកអន្តរាយនានានឹងល្អដែរថាគ្រូមិនត្រឹមតែបង្រៀនទេគឺត្រូវថែរក្សាសិស្សនឹងឲ្យមានសុវត្ថិភាពដែរនឹងក៏ជាកាតព្វកិច្ចរបស់គ្រូដែរណាជាងការសុវត្ថិភាពនេះមិនមែនថាតលការពារអាយុជីវិតអីកុំឲ្យគេមកកាប់សម្លាប់អីទេណាការពារសុវត្ថិភាពមានន័យថាជាងការសិស្សឆ្លោះគ្នាអញ្ចឹងទៅឧទាហរណ៍ណាសិស្សឆ្លោះគ្នាអញ្ចឹងយើងជាគ្រូហ្នឹងដើរតួនាទីផ្សះផ្សាជាឪពុកម្ដាយជាអ្នកបង្ហាត់បង្រៀនហ្នឹងគឺត្រូវការពារកុំឲ្យមានចំនួនមានវិវាទឬក៏ការបង្កគ្រោះថ្នាក់អន្តរាយណាមួយចំពោះសិស្សទៅវិញទៅមកហ្នឹងជាឧទាហរណ៍ណាការពារ from danger ដោយយើងសម័យមុននៅប្រទេសកម្ពុជាយើងគ្រូអីសិតតែវាយកូនវាយសិស្សហ្នឹងមានដំពាត់មានអីចឹងទៅតែសម័យក្រោយនេះគេលែងឲ្យប្រើពើហិង្សាហើយចឹងគេឲ្យដាក់ទណ្ឌកម្មនៅក្នុងរូបភាពផ្សេងបើសិនជាសិស្សធ្វើខុសណាមានវិន័យរបស់សាលាអញ្ចឹងទៅតែពីមុនវាយដៃវាយជើងឈរជើងមួយលូនវាលើជង្គង់អីវាលើស៊ីម៉ង់អីអាត្មាធ្លាប់អស់ហើយរៀននៅពីក្មេងសាលាមត្តេយ្យសាលាបឋមតើមានមត្តេយ្យទេសម័យ2000ហ្នឹងឬក៏9ណាចុង90ហ្នឹងរៀននៅបឋមតែខុសគ្រូវាយដៃវាយកញ្ចក់វាយកប៉េះគូតណាគ្រូប្រសង់សប្ដៅមិនមែនធម្មតាទេរៀនគ្រូលោកក៏វាយសប្ដៅវាយឲ្យបោះប្រេងកន្លាយលាបហ្មងហើយជាងការលូនវាលើស៊ីម៉ង់ជង្គង់ទៅទេនឹងសឹកជង្គង់អស់ហើយអញ្ចឹងខ្លាចគ្រូប៉ុន្តែសិស្សខ្លះខ្លាចរហូតដល់បាក់ស្បាតក៏មានដែរព្រោះការធ្វើតនកម្មខ្លះវាមិនសូវល្អសម្រាប់ក្មេងចឹងបានឥឡូវក្រសួងអប់រំឯគេកែប្រែអាប់ដេតណាអូខេឥឡូវយើងបន្តទៀតទៅតួនាទីរបស់សិស្សវិញណាឥឡូវតួនាទីរបស់គ្រូចាប់ហើយតួនាទីរបស់សិស្ស Five kinds of duty for pupils Number 1 Pupils must stand up and welcome their teacher when they see he is coming សិស្សណាត្រូវតែក្រោកទទួលនិងស្វាគមន៍គ្រូរបស់ពួកគេនៅពេលដែលឃើញគ្រូចូលមកនឹងទីហោដូចជួបគ្រូនៅកន្លែងណាអញ្ចឹងណាត្រូវមានការគោរពឬក៏នៅក្នុងថ្នាក់រៀនហ្នឹងត្រឡប់ហ្នឹងយើងមានហើយក្នុងសាលារៀននៅខ្មែរយើងពេលគ្រូចូលមកក្រោកហើយសូមជម្រាបសួរលោកគ្រូអ្នកគ្រូហ្នឹងហើយហ្នឹងហើយត្រូវតាមពុទ្ធសាសនាតែនៅអាមេរិកកាំងទេអត់ឃើញក្រោកហើយសាលានៅអាមេរិកកាំងខ្ញុំបងកនិកាចាំហ៎មានក្មេងទៅរៀនមានព្រះអង្គមិនអត់មាននេះប៉ុន្តែព្រឹកឡើងគេមកគេហឹកគេ say good morning អូគេអោបគ្រូហ្នឹងហើយយ៉ាងហ្នឹងក៏នឹងក៏របៀប greeting គេដែរណាហ្នឹងហើយ greeting គេកណាតាមប្រពៃណីរបស់កាំងទៅគឺសិស្សមកជួបគ្រូមកអោបមកអីចឹងទៅមិនមកចាប់ដៃគេស្រឡាញ់ដូចកូនអញ្ចឹងគឺមកអោបអញ្ចឹងមិនក្មេងតែយើងល្អណាប្រពៃណីរបស់ខ្មែរយើងមើលទៅត្រូវជាមួយពុទ្ធឱវាទតាពេលគ្រូចូលក្នុងថ្នាក់នាំនេះក្រោកឈរសូមជម្រាបសួរលោកគ្រូអ្នកគ្រូលើកដៃសំពះណាហើយបានគ្រូថាអង្គុយចុះបានអង្គុយចុះហ្នឹងយើងមានណាទាំងសាលាមត្តេយ្យសាលាបឋមឥឡូវក៏នៅមានដែរញាតិញោមនៅស្រុកខ្មែរឯណាខ្លះគ្រូបរៀនហើយវានៅគោរពណាតាមថ្នាក់រៀនផ្សេងៗយើងនៅរក្សាប្រពៃណីហ្នឹងមកទៅ
ហ្នឹងហើយឥឡូវយើង តទៅទី2ទួនាទីទី2នេះ they must attend and wait upon their teacher ហ្នឹងហើយសិស្សត្រូវតែស្គាល់បម្រើណា attend ហ្នឹងគឺថាទៅបម្រើនឹងឯង wait upon ណា attend and wait upon ហ្នឹងន័យតែមួយគឺថាចូលទៅគៀកហើយចាំគាល់បម្រើណាថាគ្រូត្រូវការធ្វើអីអញ្ចឹងសិស្សហ្នឹងនៅក្បែរចាំគាល់បម្រើ 3. They must respect the words of the teacher with confidence and devotion. ទី3គ្រូត្រូវតែសំទោសសិស្សត្រូវតែគោរពនៅពាក្យរបស់គ្រូណាដោយជឿណាដោយទំនុកចិត្តនិងការជឿជាក់ confident ហ្នឹងប្រែថាទំនុកចិត្តបើធម៌វិញ confident ក៏ដោយ devotion ក៏ដោយប្រែថាសទ្ធាសទ្ធាហ្នឹងប្រែជឿនឹងឯងក៏ confidence devotion ហ្នឹងហើយសំដៅលើពាក្យសទ្ធាតែមួយដូចគ្នា confident ក៏ដោយ devotion ក៏ដោយប្រែសទ្ធាទីហោដូចគេប្រើពាក្យថា daily Buddhist devotion ដែលឃើញសភៅហ្នឹងណាបងសភៅ chanting គេហ្នឹង daily chanting ហ្នឹងគេដាក់ daily Buddhist devotion ហ្នឹងគឺសំដៅលើការថ្វាយសភៅដែលគេសម្រាប់សូត្រធម៌បូជាគុណបរតនត្រ័យប្រចាំថ្ងៃជា devotion កន្លែងហ្នឹងសំដៅលើសទ្ធាដែលជឿជាក់នៅក្នុងគុណបរតនត្រ័យហើយយើងមានការបូជាមានការគោរពហ្នឹងហើយ daily devotion ដូចគេថាយើង offer ណា generosity out of devotion គឺការធ្វើទានប្រកបដោយសទ្ធាជ្រះថ្លាដោយការជឿនៅក្នុងច្បាប់កម្មផលអីជាដើមហ្នឹងហើយក៏ចង់បញ្យល់ពាក្យ devotion ដែរក្នុងការប្រើប្រាស់ក្នុង Buddhist context យើងនឹងឃើញការប្រើច្រើនរបៀបណាពាក្យទៅនឹងពាក្យ devotion ហ្នឹងបើពាក្យ confident ហ្នឹងគឺយើងមើលទៅយើងយល់ហើយសូម្បីក្នុងន័យខ្មែរគឺយើងយល់គឺទំនុកចិត្តអញ្ចឹងមានន័យថាសិស្សហ្នឹងត្រូវជឿជាក់នៅលើសមត្ថភាពរបស់គ្រូហ្នឹងជឿជាក់លើការដឹកនាំបង្ហាត់បង្រៀនរបស់គ្រូបើសិនជាសិស្សអត់មានការជឿជាក់ទេរៀនអត់ចេះទេគេថារៀនអីអញ្ចឹងទៅជឿគ្រូហ្នឹងហើយតែការជឿនេះមិនមែនជឿដោយខ្វះបញ្ញាទេចង់និយាយអញ្ចឹងពាក្យថាសទ្ធាក្នុងពុទ្ធសាសនាហ្នឹងជឿហ្នឹងវាមានបញ្ញានៅក្នុងហ្នឹងហើយហ្នឹងហើយពុទ្ធសទ្ធាហ្នឹងវាជាសោភណៈចេតសិកដែរណាហ្នឹងទី4 they must serve the teacher and supply his need ទី4ហ្នឹងសិស្សក៏បម្រើគ្រូដោយការផ្គត់ផ្គង់ណានៅបច្ច័យ4អញ្ចឹងទៅហោណា supply his need ផ្គត់ផ្គង់សម្ភារៈនានាឬក៏របស់ណាដែលគ្រូត្រូវការអញ្ចឹងបម្រើឲ្យផ្ដល់ជូនសម្រាប់គ្រូទី5 they must learn carefully and respectfully ណាទី5សិស្សត្រូវតែសិក្សាដោយយកចិត្តទុកដាក់និងដោយគោរព what is taught and instructed by their teacher អ្វីដែលគ្រូបង្រៀនចឹងអស់ហើយមក review ឡើងវិញទួនាទីរបស់គ្រូ5យ៉ាងទី1គ្រូត្រូវបរៀនសិស្សឲ្យមានអត្តចរិតល្អទី2គឺផ្ដល់ចំណេះដឹងចំណេះជំនាញឲ្យសិស្សប្រហាត់បរៀនឲ្យពួកគាត់ហ្នឹងបានទទួលបានចំណេះជំនាញពិតប្រាកដទី3គឺបរៀនសិស្សដោយមិនមានការរើសអើងឬផ្អៀងរំអៀងទី4គឺនិយាយល្អលើកសរសើរពីសិស្សក្នុងចំណុំចំណោមទី5គឺការពារសិស្សពីអន្តរាយនានានឹង5យ៉ាងហ្នឹងចំណែកឯសិស្សានុសិស្សវិញកូនសិស្សគុណត្រូវដឹងគុណគ្រូតបស្នងសងគុណដោយធម៌5ដែរទី1គឺក្រោកទទួលគោរពបដិសន្ធារៈចំពោះគ្រូទី2ហ្នឹងគឺថានៅចាំគាល់បម្រើគ្រូទី3គោរពពាក្យទូលមានព្រានបណ្ដៅរបស់គ្រូដោយសទ្ធាជឿជាក់ទី4គឺទំនុកបំរុងគ្រូដោយបច្ច័យទាំងឡាយ4ចឹងទៅទី5គឺការប្រឹងប្រែងសិក្សារៀនសូត្រដោយ
ប្រុងប្រយ័ត្នដោយការគោរពនៅអ្វីដែលជាការជាពាក្យទូមានព្រានបដៅរបស់គ្រូនឹងចប់ហើយ5យ៉ាងចាត់ទុកជាទិសខាងត្បូងណាគ្រូចាត់ទុកជាទិសខាងត្បូងហើយយើងទៅមួយទៀតមានសំណួរដែរបាទតើតនឹងទួនាទីរបស់គ្រូយើងទៅទិសមួយទៀតណាទិសទី3គឺ the west ទិសខាងលិចទិសខាងលិចហ្នឹងចាត់ទុកដូចជាដៃគូជីវិតណាជាស្វាមីជាភរិយា five duties ណា duties between husband and wife 5 kinds of duty for husband ដល់ណាខ្លះជាស្វាមីរបស់គេឥឡូវចាប់ផ្ដើមមើលឆ្វេងយល់ពីទួនាទីរបស់ស្វាមីដែលត្រូវអនុវត្តចំពោះភរិយារបស់ខ្លួនទី1 a husband must be kind to and adore his wife number 2 he must not treat his wife in an insolent manner number 3 he must not engage in sexual misconduct with other women number 4 he must give her control and authority over domestic matters number 5 he must provide his wife with garments and ornaments ដល់ទួនាទីរបស់ភរិយាវិញ5ដូចគ្នា 5 kinds of duty for a wife first a wife must arrange the household wealth second she must distribute gifts fairly between her relatives and her husband's relatives third she must not engage in sexual misconduct with other men fourth, she must maintain all properties orderly that are handed over by her husband. Fifth, she must be skillful and industrious in all her housework. ញាតិញោមយល់អានអង់គ្លេសប៉ុណ្ណឹងឥឡូវយើងចូលទៅបកប្រែទួនាទីរបស់ស្វាមី5យ៉ាងទី1 A husband must be kind and adore ហ្នឹងគឺស្រឡាញ់ភរិយាណាឲ្យអស់ពីចិត្តណាស្រឡាញ់និងគោរព husband must be kind ណា and adore ចិត្តល្អឬក៏ស្រឡាញ់ដោយការគោរពនឹងឯង kind ណា adore ហ្នឹងស្រឡាញ់ដែរស្រឡាញ់នៅក្នុងសេចក្តីថែរក្សាគ្នាណា must be kind and adore his wife អាហ្នឹងសំខាន់ជាងគេបើអត់ស្រឡាញ់គ្នាយកគ្នាមកធ្វើអីទី1ហ្នឹងសំខាន់ទី2 he must not treat his wife in an insolent manner ថាមិន insolent ហ្នឹងគឺមិនត្រូវចាត់ទុកភរិយាហ្នឹងនៅក្នុងអកប្បកិរិយាមិនគប្បីមិនប្រសើរណាមួយណាមានន័យថាមិន insolent ហ្នឹងញាតិញោមពាក្យ insolent មកឆែកតិចឲ្យច្បាស់អន់ចិត្តទេបងអន់ចិត្តខ្ញុំមិនគេបាត់ចិត្តហែកពាក្យសិនអន់ចិត្តដូចថាធ្វើ He must not treat his wife with insolent អន់ចិត្តចឹងគេសំដីមិនព្រោះមិនហ្នឹងហើយ insolent ហ្នឹងគេថាប្រហើនណាឆែកសិនរីខ្មែរហ្នឹងហើយដូចថាយើងមិនមានការគោរពចឹងណាប្រមាថការទានប្រពន្ធណាយល់ទេហ្នឹងហើយស្វាមីច្រើនដែរយើងឃើញសង្គមបច្ចុប្បន្នធ្វើបាបប្រពន្ធណាបើហិង្សាអីហ្នឹងជាងការតេះថ្មេះតេះដៀលស្ត្រីចឹងទៅណាហ្នឹងប្រមាថចឹងប្រមាថក៏បានដែរយើងមើលងាយហ្នឹងប្រហើនកោងកាចអំពើណាដែលខូខើដូចជាអំពើហិង្សាអីចឹងនឹងចូលនៅក្នុងនឹង insolent នឹងដែរយើងវាក្តោបន័យដែលតកតទៅនឹងហៅថា immoral action ណាសកម្មភាពណាដែលវាអសិលធម៌នឹងមិនគួរប្រព្រឹត្តមកលើភរិយារបស់ខ្លួនដូចជាការមើលងាយការប្រមាថការជេរបន្តិចការធ្វើបាបទុកទោសផ្លូវកាយផ្លូវចិត្តចឹង He must not treat his wife in an insolent manner នឹងកុំឲ្យតែថាមានការប្រមាថការទានដល់ប្រពន្ធ
ទី3 he must not engage in sexual misconduct with other women អាហ្នឹងគឺមានភាពស្មោះត្រង់កុំឲ្យប្រព្រឹត្តខុសក្នុងកាមជាមួយនឹងស្ត្រីដតីណាហ្នឹងគឺស្មោះត្រង់នៅក្នុងថានៅចាំហេតុនេះមកចាំពាក្យហ្នឹងព្រោះសារជាពាក្យបច្ចេកទេសមួយល្អកាលដែលអាត្មារៀនពីសិល5ហើយប្រៀបធៀបជាមួយនឹងច្បាប់រដ្ឋប្រវេណីហ្នឹងគេប្រើពាក្យ fidelity ភក្តីភាពឬស្វាមីហ្នឹងត្រូវមានfidelity in marriage មានភក្តីភាពគោរពនៅក្នុងពាក្យពិពាហ្នឹងហ្នឹងហើយប៉ុន្នេះប្រើពាក្យប្រយោគកន្លែងនេះវា straight ទៅរឿងកាមគុណតែម្ដងនឹងប៉ុន្តែនៅក្នុងសភៅខ្លះភៅធម៌អង់គ្លេសខ្លះលោកប្រើពាក្យហ្នឹងគឺឲ្យមាន respect in fidelity in marriage ណា fidelity ហ្នឹងគឺភក្តីភាពស្មោះត្រង់នៅក្នុងអាពាហ៍ពិពាហ៍ក្នុងចំណងអាពាហ៍ពិពាហ៍ដែលបានចាប់ដៃគ្នាជាគូស្វាមីភរិយាហើយគឺមិនត្រូវប្រព្រឹត្តក្បត់ចិត្តគ្នាទេហ្នឹងយើងប្រើពាក្យឲ្យពិរោះបន្តិចហ្នឹងហើយ Number 4 he must give her control and authority over domestic matters ស្វាមីត្រូវតែផ្ដល់ control ទៅឲ្យប្រពន្ធហ្នឹងជាធំតាមបិដកខ្មែរថាផ្ដល់ភាពជាធំកិច្ចការផ្ទះផ្ដល់ភាពជាធំក្នុងកិច្ចការផ្ទះដល់ភរិយាតាមអង់គ្លេសនេះ he must give her control and authority ឲ្យភាពជាធំហ្នឹងឯងណាឲ្យការគ្រប់គ្រងនិងភាពជាធំហ្នឹងជាពិសេស over domestic matter តកតងការងារផ្ទៃក្នុងការងារនៅមូលដ្ឋានហ្នឹងមានន័យថាកិច្ចការផ្ទះហ្នឹងឯងបកគលកិច្ចការផ្ទះហ្នឹងជាធំដល់ភរិយាព្រោះប្រុសយើងខ្លះភាគច្រើនមិនមែនថាទាំងអស់ទេណាភាគច្រើនយើងមិនសូវជាប្រកែកទុកដាក់ទេសម្បុកសម្បត្តិផ្ទះសម្បែងហ្នឹងហ្នឹងហើយដោះលាងជូតជ្រះអីវាមិនមែនជាការងារប្រុសដែលថាមិនសូវជាស្ទាត់ជំនាញដោយស្ត្រីទេគាត់មកចាប់រឿងហ្នឹងជាងអញ្ចឹងណាដូច្នេះបាទមិនត្រូវផ្ដល់អាទិភាពឲ្យភរិយាហ្នឹងមានសិទ្ធិជាធំនៅក្នុងការចាត់ចែងការងារផ្ទះទុកដាក់ជូតជ្រះបោះលាងដាំស្លណាទាំងអស់គ្រប់កិច្ចការហ្នឹងផ្ដល់ភាពជាធំទៅវាអត់សូវឆ្លោះគ្នាហើយអត់ប្រចាំគ្នាទេនឹងបែងចែកគាត់ជំនាញខាងអីគាត់ជួយណាស់ទៅប៉ុន្តែក៏មានស្ត្រីខ្លះដែលមិនយកចិត្តទុកដាក់រឿងអស់ហ្នឹងដែរហើយជាសេះអាឃើញនៅស្រុកអាមេរិកកាំងនេះក្តីនៅតាមការអង្កេតណាមិនដឹងថាត្រូវប៉ុណ្ណាទេមិនឃើញស្ត្រីខ្លះវាមិនសូវចេះរៀបចំផ្ទះដែរហ្នឹងកាលប្រុសខ្លះមានមេរយាទក្នុងការតុបតែងជាងស្ត្រីក៏មានដែរនឹងមួយចំនួនណាថានេះជាអ្វីដែលព្រះអង្គបានសម្ដែងហ្នឹងបើយើងមើលផ្អែកទៅមើលលើសង្គមឥណ្ឌាហើយពីសម័យដើមដែលឥឡូវក៏វាប្រែប្រួលដែរច្រើនពាន់ឆ្នាំទៅឥឡូវស្ត្រីគាត់ធ្វើការងារ office អញ្ចឹងគាត់យើងទៀមទាសិទ្ធស្មើគ្នាណាមិនដូចសម័យមុនទេឥណ្ឌាសម័យមុនហ្នឹងស្ត្រីគឺមិនត្រូវបានលើកការពងខ្ពស់ដូចបរិសុទ្ធទេហ្នឹងហើយសំបីនៅក្នុងប្រពៃណីក៏ដោយនៅក្នុងវិស័យសាសនាដូចជាសាសនាអ៊ីស្លាមឬសាសនាហិណ្ឌូដែរអញ្ចឹងបរិសុទ្ធមានសិទ្ធិរហូតដល់យកភរិយាបានច្រើនហ្នឹងហើយអញ្ចឹងយើងឃើញការលើកតម្លៃស្ត្រីហ្នឹងវានៅមានកម្រិតទាបទេអញ្ចឹងពុទ្ធដីការបស់ព្រះអង្គយើងអាចយល់ពីពុទ្ធបំណងថាព្រះអង្គចង់លើកតម្កើងស្ត្រីហ្នឹងហើយអញ្ចឹងតែមានបញ្ហាទីហោថាស្ត្រីក៏មានជំនាញក្នុងការគ្រប់គ្រងផ្ទះអញ្ចឹងណាដល់ពេលអត់ផ្ដល់សិទ្ធឲ្យគាត់ពេញលេញទេប្រកាសជាមានបញ្ហាគ្នាហើយចាប់ទោសអស់ដំណើរហើយបរោះគាត់ភាគច្រើនចេញទៅពេញការងារក្រៅផ្ទះច្រើនទៅធ្វើការងាររដ្ឋការងារ office ការងារផ្សេងឆ្ងាយផ្ទះអញ្ចឹងមានពេលណាក្នុងការទុកដាក់រៀបចំមានភរិយានឹងឯងដែលគាត់មានកម្លាំងទន់ខ្សោយជាងបរិសុទ្ធ
គឺគាត់អាច take care ការងារផ្ទះហ្នឹងបានល្អជាងបរិសុទ្ធហើយមានការអត់ធ្មត់ជាងទៀតមិនមែនថាខ្សោយកម្លាំងហ្នឹងអន់ជាងបរិសុទ្ធទេបើមានចំណុចពិសេសជាងបរិសុទ្ធដែលបរិសុទ្ធមិនអាចធ្វើបានដូចពួកគាត់នឹងសូម្បីតែរឿងដេបាក់អីចឹងទៅបរិសុទ្ធណាទៅមានភាពអត់ធ្មត់ចាក់តែគូតម្ជុលហ្នឹងខឹងហ្នឹងហើយអញ្ចឹងស្ត្រីគាត់មានភាពអត់ធ្មត់ច្រើនហើយតាំងពីការមើលកូនមើលអីថែសាបុតចិញ្ចឹមបីបាច់អីហ្នឹងម្ដាយពួកគាត់មានភាពអត់ធ្មត់ច្រើនហ្នឹងហើយអញ្ចឹងត្រូវបកគលភាពជាធំក្នុងកិច្ចការផ្ទះហ្នឹងដល់ទៅភរិយាទី5 he must provide his wife with garments and ornaments អាហ្នឹងន័យថាបរិសុទ្ធត្រូវយល់ចិត្តស្ត្រីហើយគាត់តែងតែមានតម្រូវការផ្នែកសម្អាងណាផ្នែកសម្អាងកាយហ្នឹងស្អាងរាងកាយដោយគ្រឿងអលង្ការគ្រឿងស្លៀកពាក់ផ្សេងណា garment ហ្នឹងកណាត់គ្រឿងស្លៀកពាក់ហ្នឹងឯង ornament គ្រឿងតុបតែងអលង្ការហ្នឹងនិយាយទៅមានលេមាន lotion មានទឹកអប់មានជៀនកវិលអីចឹងទៅណានឹងចប់ហើយតួនាទីរបស់ស្វាមីឥឡូវទៅតួនាទីរបស់ភរិយាម្ដងត្រូវប្រណិប័តស្វាមីនឹងដោយវិធីណា Number 1 a wife must arrange the household well ចឹងភរិយានឹងត្រូវតែប្រកែរៀបចំទុកដាក់ផ្ទះសម្បែងណាហ្នឹងទៅប្រកែចាត់ចែងមិនមែនសម្រាមពេញផ្ទះមុខពេញមុងទេអត់ទេសម្អាតដុសលាងជូតជ្រះនឹងឯងហ្នឹងហើយមើលការខុសត្រូវសុវត្ថិភាពទី2 she must distribute gifts fairly between her relatives and her husband's relatives ចឹងកុំឲ្យមានភាពលំអៀងជាមួយនឹងញាតិពេលមានស្វាមីទៅភរិយាកុំឲ្យមានចិត្តលំអៀងឯថាយើង treat ទៅខាងយើង treat ទៅខាងញាតិយើងដល់ញាតិខាងស្វាមីយើងអត់សូវយកចិត្តទុកដាក់អត់សូវផ្ដល់ឲ្យអាហ្នឹងអត់បានទេអាចមានបញ្ហាអញ្ចឹងត្រូវតែឲ្យមានភាពស្មើគ្នាបើយើងស្រឡាញ់រាប់អានជាមួយនឹងញាតិរបស់យើងយ៉ាងណាញាតិស្វាមីហ្នឹងយើងត្រូវតែស្រឡាញ់រាប់អានឲ្យដូចគ្នាអញ្ចឹងនិយាយអញ្ចឹងណាអាហ្នឹងជាន័យរួមទូទៅណា discipline កន្លែងនេះ distribute gift នៅក្នុង concept នេះចង់និយាយថាបើថាយើងធ្វើអំណោយធ្វើទានឬក៏មានថវិកាអីសម្រាប់ឧបត្ថម្ភញាតិរបស់យើងដូចថាខែចូលឆ្នាំអញ្ចឹងណានៅខ្មែរទៅលេងស្រុកហើយដីពុនទៅលេងស្រុកគេហៅជាងការទៅលេងស្រុកកំណើតខាងប្រពន្ធឆ្នាំខ្លះទៅលេងស្រុកកំណើតខាងស្វាមីអញ្ចឹងទៅអញ្ចឹងភរិយាហ្នឹងត្រូវមានភាពវៃឆ្លាតហើយមានចិត្តហ្នឹងគឺថាស្រឡាញ់រាប់អានញាតិទាំងសងខាងស្មើគ្នាព្រោះការទុកដាក់លុយកាក់ហ្នឹងភាគច្រើននៅលើស្ត្រីណានៅក្នុងសង្គមអាស៊ីយើងអញ្ចឹងនៅក្នុងសង្គមឥណ្ឌាហ្នឹងយើងឃើញយ៉ាងដែរពេលដែលព្រះអង្គសម្ដែងនេះយើងអាចយល់ថាភាគច្រើនការទុកដាក់ទ្រព្យសម្បត្តិលុយកាក់ហ្នឹងនៅលើស្ត្រីអ្នកទុកអញ្ចឹងស្ត្រីនឹងឯងដែលអាចនឹងធ្វើការបែងចែកជាអំណោយជូនទៅញាតិរបស់ខ្លួនកដីកុំអីដូចថាលួចលាក់ទុកឲ្យតែបងប្អូនខ្លួនឯងដល់បងប្អូនខាងប្តីអត់ខ្វល់អាហ្នឹងទៅជាបញ្ហាហើយអញ្ចឹងអត់មានការចុះសម្រុងគ្នាទេណាអញ្ចឹងព្រះអង្គលើកទឹកចិត្តកន្លែងហ្នឹងធ្វើម៉េចត្រូវតែtreat both side ហ្នឹង equally ណា fairly បើថាឲ្យខាងយើង$100ទៅខាងញាតិខាងប្រុស$100ដែរទៅហ្នឹងលេងឆ្លោះគ្នាហើយ Number 3 she must not engage in sexual misconduct ហ្នឹងដូចខាងបរិសុទ្ធដែរគឺត្រូវមានភក្តីភាពស្មោះត្រង់នៅក្នុងចំណងពាក្យហ្នឹងមិនប្រព្រឹត្តខុសក្នុងកាម Number 4 she must maintain all properties orderly that are handed over by her husband ទី4គឺភរិយាហ្នឹងត្រូវថែរក្សាទ្រព្យសម្បត្តិឲ្យមានរបៀបរៀបរយណា orderly ណាដែលស្វាមីនឹងបានបកគលឲ្យនឹងមានន័យថាចេះទុកដាក់មិនមែនជាស្ត្រីគេជើធ្លុះទេមិនដាក់មកអស់បានមកចាយអស់នឹងការហ្នឹងលេងលបែងទៀតហ្នឹងភរិយាខ្លះលួចលាក់លេងលបែងឲ្យប្តីដឹងលុយមកមានប៉ុន្មានក៏អត់សល់
ទៅចងការទៅពាក់អំណុលគេហ្នឹងហើយ អញ្ចឹងត្រូវថែរក្សាទ្រព្យសម្បត្តិដែលស្វាមីខំរោមកឲ្យហ្នឹងឲ្យបានល្អហើយបើប្រពន្ធវាជើធ្លុះក៏អត់សូវបានសេរីសួស្តីដែរទៅបានសុខទេអញ្ចឹងត្រូវចេះទុកដាក់ទ្រព្យសម្បត្តិហ្នឹងចាត់ចែងឲ្យល្អទី5ចុងក្រោយ she must be skillful and industrious in all her housework គឺស្ត្រីឬក៏ជាភរិយាហ្នឹងត្រូវតែមានភាពស្ទាត់ជំនាញណា skillful មានជំនាញហើយនឹងមានភាពឧស្សាហ៍ industrious ហ្នឹងហើយបើយើងប្រែជានាម industry ប្រែថាឧស្សាហកម្មណានឹងពាក្យឧស្សាហៈហ្នឹងប្រែថាវាសកម្មវាអត់ខ្ជិលទេដល់យើងប្រែជា adjective មកទៅជា industrious អញ្ចឹង be industrious ឲ្យមានភាពស្វាហាប់ឲ្យមានភាពឧស្សាហ៍ឲ្យមានភាពសកម្មកុំជាអោសហ្នឹងហើយកុំឲ្យស្ទក់កុំតម្រុនណាទាំងពាក្យហ្នឹង she must be skillful and industrious in all her housework ជាភរិយាហ្នឹងត្រូវតែមានជំនាញហើយនឹងភាពហៅថាឧស្សាហ៍នៅក្នុងកិច្ចការផ្ទះតើណាញាតិញោមណាអូខេតិចចប់ទៅមើលបាទចប់ទេគ្រូរដ្ឋាបន្ថែមមកម៉ោងតែ3កន្លះតានៅពេលទៀតអូខេហើយទៅមួយទៀត the duties between friends ណាលើទឹកខាងជើងចូលទឹកមួយទៀតណាទឹកខាងជើងនេះគឺរវាងមិត្ត the duties between friends 5 kinds of duty for a good friend that compare to the north direction first a man must give his friends all necessary as much as possible second he must use affectionate words towards them third he must do his best for the benefit of his friends fourth he must think of them as himself fifth he must be true to his words and promises ដល់មិត្តភ័ក្តិដែលបានទទួលគុណហើយទៅតបគុណទៅមិត្តភ័ក្តិដូចគ្នាវិញដោយធម៌5ដូចគ្នា 5 kinds of duty for beneficiary គឺថាអ្នកដែលមានគុណមកលើខ្លួនក្នុងមិត្តភាពហ្នឹង first a beneficiary must protect his friend when he is negligent or careless second he must guard over his friend's properties when he is negligent third he must be a refuge for him when he is in trouble fourth he must not depart from him when he is in trouble fifth finally he must respect and help other members of his family នឹងទួនាទីមិត្តល្អ5យ៉ាងណាទី1 a man must give his friends all necessary as much as possible គឺបុគ្គលត្រូវតែឬក៏បរិសុទ្ធឬក៏មិត្តហ្នឹងត្រូវតែផ្ដល់ឲ្យមិត្តរបស់ខ្លួននៅអ្វីដែលចាំបាច់មានថាជាមិត្តនៅគ្នាត្រូវតែមានការឲ្យហ្នឹងហើយបើជាមិត្តឃើញតែយោឃើញតែបានពីគ្នាទេអត់មែនជាមិត្តល្អទេវាមានមនុស្សអញ្ចឹងដែរណាអ្នកខ្លះរាប់អាននេះទៅមិត្តប៉ុន្តែកេងចំណេញនៅផលប្រយោជន៍ពីមិត្តទេអត់ដែលឃើញឲ្យឃើញតែយោឃើញតែសុំអញ្ចឹងណាដល់ខ្លួនមានអីអត់ចេះចែកគ្នាទេអញ្ចឹងទួនាទីមិត្តល្អទី1គឺត្រូវចេះចែកម្លែកមានអីអាចឲ្យគ្នាបានទី2 he must use affectionate ហ្នឹងគឺពាក្យដែលជាទីគាប់ចិត្តបិយវាចាណាមានថាត្រូវតែនិយាយរកគ្នាដោយពាក្យពីរោះភាសាការគោរពស្រឡាញ់ហ្នឹងឯងទី3 he must do his best for the benefit of his friend គឺមិត្តហ្នឹងត្រូវតែធ្វើប្រយោជន៍ឲ្យមិត្តឲ្យអស់លទ្ធភាពទី4ណា he must think of them as himself មានថាចាត់ទុកមិត្តហ្នឹងដូចជាខ្លួនឯងមានការឧបមាអញ្ចឹងណាបើស្រឡាញ់ខ្លួនយើងប៉ុណ្ណាយើងស្រឡាញ់មិត្តភក្តិយើងប៉ុណ្ណឹងដែរអាហ្នឹងមកគេហៅថាមិត្តល្អកម្ររកបានណាមិត្តសាមញ្ញរកបានមិនអស់ទី5 he must be true to his word and promise អញ្ចឹងមិត្តត្រូវតែមានភាពស្មោះត្រង់វាថានិយាយពាក្យពិតហើយនឹងរក្សាពាក្យសន្យាឲ្យគ្នាកុំបាត់សន្យាដល់ពេលការតបស្នងសងគុណទៅមិត្តភ័ក្តិវិញនេះ5ទៀតមានន័យថា
thì thà mà nè tua ông chỉ mật bảo dân chẳng hạn đó cái thơ là o tầng o mà dân chẳng hay dân thời top non con mật là o nó đại vị thi nè five kinds of duty for beneficiary nó cứ nè đại miền con là này mật này là o mà lời dân á nè nhưng hai tờ beneficiary thì mỗi nè protect his friend when it's chẳng mật là o đại tua con sai bị mật nó trời chui mật với nhé chui cà pia quạt ở bên đây quạt nó miền cà phải phải hay negligent mà bị thật careless đấy đôi kia thì còn flex mà đây còn vậy mà đây còn ai plan plot thôi không hay chẳng thế nè mật đang phải chui đạt tương cái này chui đạt tương càng động lực này nè mật lõ cứ mình hay tê mình là chạy lại tắc tê khơi mật đào phơi khao hái chấm rồi thái mà tê cứ dân chạy chui đạt tương càng động lực còn để đào phơi trời chẳng thế tí pi guard over his friend bảo thế chui thái trọp mật á chia sẻ là về để mật chạy chặt chê chẳngคือត្រូវជួយថែទ្រព្យសម្បត្តិមិត្តទៀតមានន័យថាពេលដែលយើងរាប់អានគ្នាអញ្ចឹងឃើញមិត្តខ្លះគាត់ចាយវាយមិនល្អអញ្ចឹងចេះខ្ជិលលេងលបែងផឹកស្រាអញ្ចឹងទៅយើងចេះជួយគាត់កុំឲ្យគាត់នឹងខាតបង់ទ្រព្យសម្បត្តិណាហ្នឹងគឺថាជាមិត្តដែលមានទឹកចិត្តចេះឈឺឆ្អាលណាសុខទុក្ខរបស់មិត្តទី3ហ្នឹង he must be refuge for him មានន័យថាឲ្យមិត្តហ្នឹងបានជាទីពឹងដល់មិត្តនៅពេលដែលជួបអាសន្នអីចឹងមានន័យថាពេលដែលមានបញ្ហាកុំរត់ចោលគ្នា refuge ហ្នឹងទីពឹង he must be refuge for him គឺត្រូវធ្វើទីពឹងឲ្យមិត្តភក្តិគាត់អាចពឹងពាក់បានពេលដែលមានគ្រោះអាសន្នអន់ក្រអីចឹងការដាច់លុយចឹងការដាច់បាយចឹងទៅចឹងការមិត្តនឹងជួបគ្រោះថ្នាក់ចឹងកុំចោលគ្នាកុំបោះបង់គ្នាណាទី4និយាយហ្នឹងចូលទី4ដែរ he must not depart from him when he is trouble ចាទី4ហ្នឹងគឺថាពេលមិត្តមានបញ្ហាអត់បោះបង់គ្នាទេអត់បោះបង់មិត្តទេមិនមែនថាស្គាល់គ្នាតែពេលជួបទុកស្គាល់គ្នាតែពេលបានសុខពេលជួបទុករត់គ្នាចោលរត់ចោលគ្នាអញ្ចឹងណាស្មាតឡបសេកំណាប់អប់រំហ្នឹងពងរនឹកមិត្តល្អមិនបោះបង់គ្នាមិត្តល្អមិនភ្លេចគ្នាពេលបានសុខមិនបោះបង់គ្នាពេលជួបទុក្ខហ្នឹងហើយអាហ្នឹងគឺជាមិត្តល្អហើយណាមិត្តល្អមិនភ្លេចគ្នាពេលបានសុខហើយមិនបោះបង់គ្នាពេលជួបទុក្ខហ្នឹងហើយឲ្យវាមានទាំងពីរអញ្ចឹងព្រោះមិត្តខ្លះគាត់អាច share បាននៅពេលដែលជួបទុក្ខឧទាហរណ៍ថាពេលលំបាកក្រក្រៃជាមួយគ្នានៅរាប់គ្នាស្គាល់គ្នាក្នុងគ្រាក្រណាប៉ុន្តែថ្ងៃណាមួយគាត់ឡើងជាអ្នកមានឡើងជាអ្នកធំគាត់ភ្លេចមិត្តភក្តិគាត់បានសោយសុខហ្នឹងហើយពេលដែលជួបទុក្ខនៅរាប់អានគ្នាប៉ុន្តែពេលបានសោយសុខភ្លេចគ្នាហ្មងមានអញ្ចឹងជាការដាស់តឿនក្រោមលឹកដែរគឺថាពេលដែលយើងជួបទុក្ខជួបលំបាកអាសន្នអន់ក្រយើងស្គាល់គ្នាចឹងទៅហើយដល់ពេលដែលយើងបានសុខមានបានរៀងខ្លួនក៏អត់ភ្លេចគ្នាដែរអាហ្នឹងមិត្តល្អទី5 he must respect and help other members of his family អញ្ចឹងគឺគោរពស្រឡាញ់ហើយជួយសម្បីតែជាសមាជិករបស់មិត្តភ័ក្តិសមាជិកគ្រួសារមិនមែនរាប់អានតែមិត្តភ័ក្តិហ្នឹងទេត្រូវរាប់អានទាំងគ្រួសាររបស់មិត្តភ័ក្តិទៀតអាហ្នឹងបានជាមិត្តភ័ក្តិដែលល្អចឹងណាញាតិញោមទូមានកូនចៅអីហ្នឹងអាចយកមេរៀនទាំងអស់ហ្នឹងព្រិនกระดาษមកបិទក្នុងបន្ទប់កូនឲ្យកូនរៀនដែលយើងយល់ថាល្អហើយហ្នឹងហើយយកពាក្យពេចន៍អវាទរបស់ព្រះសម្មាសម្ពុទ្ធហ្នឹងព្រិនដាក់បិទអញ្ចាំងឲ្យកូនមើលនេះកូនមុននឹងរាប់អានមិត្តភ័ក្តិកូនមើលមិត្តភ័ក្តិយើងមានគុណសម្បត្តិទាំងអស់ហ្នឹងខ្លះទេបើមិនបានទាំងអស់ទេវាបានខ្លះបានចំណុចសំខាន់ណាដូចភាពស្មោះត្រង់ដូចអីចឹងណាហើយជាពិសេសនៅអាមេរិកកាំងនេះមកឃើញមេដាបេដាខ្លះគាត់យល់ចំណុចហ្នឹងណាពេលដែលកូន hang out with friend ចឹងតែងតែប្រាប់កូននឹងនាំមិត្តភ័ក្តិមកលេងផ្ទះមកឲ្យម៉ាក់ប៉ាបានស្គាល់ផងចឹងណាកូនខ្លះមិនបាច់ម៉ាក់ប៉ាប្រាប់ទេគាត់នាំមកហ្មងដើម្បីអីដើម្បីថាបើយើងរាប់អានគ្នាស្រឡាញ់គ្នាពិតប្រាកដមែនឲ្យម៉ែឪដឹងផងឲ្យគ្រួសារដឹងផងព្រោះចង្កាលអាចមានបញ្ហាអីចឹងទៅអត់មានណាជួយ
ឈឺឆ្អាលជួយដឹងឮទេអញ្ចឹងបើមិត្តដែលរាប់អានដោយស្មោះត្រង់ហ្នឹងគឺអត់លាក់បាំងជាមួយគ្រួសារទាំងសងខាងទេឲ្យដឹងអញ្ចឹងណាទាំងប្រុសក៏ដោយស្ត្រីក៏ដោយណាការរាប់អានហ្នឹងហើយចឹងអស់ហើយតួនាទីរបស់មិត្ត5យ៉ាងហ្នឹងអា review ឡើងវិញចុះព្រោះយើងអាចនឹងចប់ នៅម៉ោងអាចបញ្ចប់បានចឹងតួនាទីរបស់មិត្តភ័ក្តិអា review ឡើងវិញ5ហ្នឹងទី1ណាផ្ដល់ឲ្យនៅអ្វីដែលអាចផ្ដល់ឲ្យបានទី2និយាយពាក្យពិរោះភាសាទៅកាន់មិត្តភ័ក្តិទី3គឺធ្វើប្រយោជន៍ឲ្យមិត្តណាទី4គឺចាត់ទុកមិត្តដូចខ្លួនឯងយ៉ាងទី5រក្សាពាក្យពិតហើយនឹងសន្យាដល់មិត្តតបស្នងទៅវិញដោយធម៌5ដែរណាទី1ត្រូវចេះការពារមិត្តភ័ក្តិពេលដែលគាត់ណាភ្លេចស្មារតីទី2ហ្នឹងជួយថែរក្សាទ្រព្យសម្បត្តិរបស់មិត្តភ័ក្តិពេលដែលគាត់ភ្លេចភ្លាំងស្មារតីទី3គឺធ្វើជាទីពឹងឲ្យមិត្តភ័ក្តិនៅពេលដែលគាត់មានអាសន្នទី4កុំបោះបង់មិត្តភ័ក្តិចោលពេលគាត់ជួបទុក្ខទី5គឺត្រូវតែរក្សាការទី5ត្រូវតែគោរពនិងចេះជួយដល់សមាជិកក្រុមគ្រួសាររបស់មិត្តភ័ក្តិយើងហ្នឹងហើយចាប់ទិសខាងជើងទិសខាងជើងចាត់ទុកជាមិត្តភ័ក្តិឥឡូវចូលទិសមួយទៀតទិសខាងលើទិសខាងក្រោម2ហ្នឹងចាប់ទិសទាំង6ទិសខាងលើចាត់ទុកជាសមណព្រាហ្មណ៍អ្នកណា The duties between religious teachers and disciples ទួនាទីរវាងណាសមណព្រាហ្មណ៍យើងប្រែអញ្ចឹងទៅណាអាចារ្យសាសនានិង religious teacher បែបសមណព្រាហ្មណ៍ទៅហើយនឹងសាវក 5 kinds of duty for religious teacher ដែលចាត់ទុកជាទិសខាងលើសមណព្រាហ្មណ៍មានទួនាទី6ណាខុសតែនឹងមួយឯគេឲ្យវានឹង5ដូចគ្នាទាំងអស់ទិសទាំង6ហ្នឹងតែសមណព្រាហ្មណ៍នេះមានដល់ទៅ6ទួនាទីលើសគេ First, a religious teacher must restrain his disciples from doing evil deeds. Second, he must encourage them to do good deeds. Third, he must be affectionate towards them. Fourth, he must preach them what they have never heard before. Fifth, he must explain them what they have already heard before. Sixth, he must show them the way to the realm of celestial beings. នឹងសម្រាប់ព្រាហ្មណ៍ 5 kinds of duty for the disciples. First, the disciples must minister their religious teacher with affectionate indeed. Second, they must minister him with affectionate in speech. Third, they must minister him with affection in thought by wishing them well in all the times. Fourth, they must keep their house open to welcome him. Fifth, they must provide them with material requisites. ហើយអញ្ចឹងយើងប្រែទូនាទីរបស់សមណព្រាហ្មណ៍ចំពោះសាវកណាដែលចាត់ទុកថាជាទិសខាងលើហ្នឹងពីព្រោះអីពីព្រោះសាវកឬក៏ពុទ្ធបរិស័ទហ្នឹងទីហៅថានៅក្នុងពុទ្ធសាសនាចុះព្រោះយើងនិយាយនេះព្រះអង្គសម្ដែងនេះមិនមែនសម្រាប់តែពុទ្ធសាសនាទេណាអញ្ចឹងនៅក្នុងពាហរសាសនាដតីពីពុទ្ធសាសនាក៏ដោយក៏ត្រូវតែមានបព្វជិតអ្នកបុស្សហើយនឹងសាវករបស់សាសនានៅនោះអញ្ចឹងអាចយកទៅ apply បានអញ្ចឹងមកគេប្រើពាក្យ religious teacher ហ្នឹងយើងប្រែសមណព្រាហ្មណ៍អញ្ចឹងទៅព្រោះសមណៈហ្នឹងយើងសំដៅលើអ្នកបួសក្នុងពុទ្ធសាសនាហើយព្រាហ្មណ៍ក្នុងសាសនាហិណ្ឌូព្រហ្មញ្ញឬក៏សាសនាគ្រីស្ទានអីចឹងទៅគេហៅជាគ្រូកង្វាលជាបព្វជិតរបស់គេចឹងទៅចឹងសមណព្រាហ្មណ៍ហ្នឹងមានទួនាទី6ក្នុងការសង្គ្រោះដល់សាវករបស់ខ្លួនទី1 A religious teacher must restrain his disciples from doing evil deed ចឹងសមណព្រាហ្មណ៍ណាដែលជាគ្រូរបស់សាវកហ្នឹងត្រូវហាមឃាត់សាវកហ្នឹងចាកបាបណាមានន័យថាណែនាំសាវកហ្នឹងកុំឲ្យប្រព្រឹត្តអំពើបាបណាអំពើអាក្រក់អកុសលទី2 encourage them to do good នឹងញ៉ាំងសាវកហ្នឹងឲ្យធ្វើល្អជាកុសលអំពើជាកុសលទី3 he must be affectionate toward them គឺថាមានសេចក្តីស្រឡាញ់
đây sẽ lành cho bùa là vẽ nè tí 4 preach them must preach nhưng preach nó cứ bằng riêng đấy để preach sermon bằng riêng thòa tesna vậy đó he must preach them what they have never heard before chẳng bằng riêng rồi còn này nòm nở với đại kê mình bộ quạt mình đại bản lư bị môn màu tao tí pram explain them what they have already heard before គឺពន្យល់នៅអ្វីដែលពួកគេធ្លាប់ឮមកហើយហ្នឹងគឺធ្វើឲ្យពួកគាត់កាន់តែជាក់ច្បាស់នៅក្នុងធម៌ហ្នឹងនៅក្នុងមេរៀនហ្នឹងដល់ចុងក្រោយទី6 show them the way to the realm of celestial beings ហ្នឹងគឺបង្ហាញផ្លូវសួគ៌ណាបង្ហាញផ្លូវសួគ៌ផ្លូវសុគតិសម្រាប់សាវកហ្នឹងណាដូចជាបរិញ្ញាណែនាំឲ្យធ្វើសិលធ្វើអីធ្វើទានយ៉ាងទៅដើម្បីបាននៅសុគតិភពសម្រាប់ជាតិមុខឬជាតិនេះណា realm of celestial being ហ្នឹងគឺថា realm ហ្នឹងគឺឋានហ្នឹងឯងដូចជា heavenly realm ឋានសួគ៌នេះ celestial ហ្នឹងក៏ដូចគ្នាដែរហ្នឹងដូចយើងប្រែទៅទេពអប្សរអញ្ចឹងណា celestial beings ហ្នឹងហើយអញ្ចឹងទី6ហ្នឹងគឺថាជាសមណព្រាហ្មណ៍ត្រូវបង្ហាញផ្លូវសួគ៌ដល់សាវកវិញមានទួនាទី5ក្នុងការប្រណិប័តសមណព្រាហ្មណ៍ដែលជាគ្រូដែរទី1 disciple must minister their religious teacher with affection indeed មានន័យថាត្រូវគាល់ទៅបម្រើ minister ហ្នឹងបម្រើឬក៏ទំនុកបំរុងក៏គ្រូរបស់ខ្លួនឬក៏សមណព្រាហ្មណ៍របស់ខ្លួនហ្នឹងដោយសេចក្តីស្រឡាញ់ដោយការគោរព indeed ហ្នឹងគឺថាដោយកាយហ្នឹងហើយមានការគោរពអោនលំទោនចំពោះគ្រូចំពោះសមណព្រាហ្មណ៍ហ្នឹងទី2 minister him with affection in speech ហ្នឹងដោយពាក្យសម្ដីតែទីខាងលើដោយកាយគោរពដោយកាយទី2គោរពដោយពាក្យសម្ដីដែរទី3 they must minister him with affection through in thought ដល់ទី3គឺដោយការគិតសូម្បីតែការគិតហ្នឹងក៏ត្រូវតែមានការគោរពចំពោះគ្រូដែរ wishing them to be well មានទឹកចិត្តគោរពចំពោះគ្រូហើយតែងតែប្រាថ្នាឲ្យគ្រូនឹងបានសុខបានល្អអញ្ចឹងណាសមណព្រាហ្មណ៍ហ្នឹងទី4 keep their house open to welcome him នេះសំខាន់ keep their house open មានថាកុំឲ្យបិទទ្វារផ្ទះកុំឲ្យបិទទ្វារផ្ទះហើយត្រូវបើកទ្វារផ្ទះចំហសម្រាប់បដិសន្តរៈស្វាគមន៍សមណព្រាហ្មណ៍ហ្នឹងជានិច្ចនឹងសម្រាប់អ្នកមានសទ្ធាគេធ្វើចឹងឯងតែបើអ្នកអត់សទ្ធាទេឃើញលោកបិណ្ឌបាតហ្នឹងហើយបាយមកវែកហ្នឹងមិនខ្ចីដាក់ហើយបិទលំងបិទទ្វារផ្ទះទៀតហ្នឹងមកឃើញតែនៅភ្នំពេញយើងហ្នឹងក៏ធ្លាប់ដើរបិណ្ឌដែរហ្នឹងហើយពេលខ្លះគេពេញចិត្តឃើញលោកមកបិទលំងហ្មងអញ្ចឹងដោយសារប្រសង់លោកអាស្រ័យនឹងបច្ច័យ4របស់ពុទ្ធបរិស័ទទៅអាស្រ័យការទំនុកម្រងរបស់ពុទ្ធបរិស័ទអញ្ចឹងលោកមានទៅរស់ស៊ីចំជីវិតណាដូច្នេះអាស្រ័យស្មងហ្នឹងឯងកម្លាំងស្មងដើរបិណ្ឌបាតអញ្ចឹងទៅញាតិញោមមានសទ្ធាទៅក៏ណាចំហទ្វារផ្ទះឲ្យលោកទៅបានលោកចូលទៅបិណ្ឌបាតហ្នឹងអញ្ចឹងន័យហ្នឹងគឺសមណព្រាហ្មណ៍ទៅការអាស្រ័យការទំនុកម្រងពីពុទ្ធបរិស័ទចឹងហើយពុទ្ធបរិស័ទហ្នឹងត្រូវតែមានសទ្ធាស្វាគមន៍ឬក៏ចំហទ្វារផ្ទះទៅដើម្បីបានប្រសង់ហ្នឹងលោកកោចរបិណ្ឌបាតទទួលនៅទានហើយជាដើមហ្នឹងន័យចឹងណា open the house ហ្នឹងកំបិតទ្វារផ្ទះគេថាធ្វើទានណាទី5 they must provide them with material requisite ហ្នឹងទំនុកម្រងបច្ច័យ4 material requisite ហ្នឹងចឹងចប់ហើយទួនាទីនៅក្នុងទិសខាងលើទិសខាងក្រោមទិសខាងលើប្រៀបដូចជាសមណព្រាហ្មណ៍ដែលមានទួនាទី6យ៉ាងណាទី1គឺហាមឃាត់សាវកចាកបាបទី2ឲ្យពួកគាត់ធ្វើពើល្អទី3ណាគោរពស្រឡាញ់ទី4
បង្រៀនអ្វីដែលពួកគេមិនដែលឮទី5អ្វីដែលពួកគេធ្លាប់រៀនធ្លាប់ឮហើយបញ្យល់ឲ្យកាន់តែជាក់ច្បាស់ទី6គឺបង្ហាញផ្លូវសួរហើយតួនាទី5របស់សាវកទាំង5យ៉ាងទី1សាវកហ្នឹងត្រូវណាគោរពគ្រូដោយកាយទី2គោរពដោយវាចាទី3គោរពស្រឡាញ់ដោយផ្លូវចិត្តទី4គឺចំហទ្វារផ្ទះទទួលស្វាគមន៍សំណាក់ព្រាហ្មណ៍ទី5គឺទំនុកពង្រងបច្ច័យ4ចប់ចុងក្រោយណា ទឹកខាងក្រោមទឹកខាងក្រោមណាគឺតកតងនឹងអ្នកធ្វើការយើងជាទាសករសំទោសកំប្រើពាក្យហ្នឹងទៀតលើជាកម្មករឬក៏ជាបុគ្គលិករបស់យើងណានេះខាងក្រោម employees អញ្ចឹងតួនាទី5ដូចគ្នាខាងនយោជកក៏5នយោជកក៏5 five kinds of duties between employer and employees តួនាទី5រវាង ណារវាងអីរវាងនយោជកហើយនិងនយោជករវាងចវាយនេះហើយនិងកម្មករឬក៏អ្នកបម្រើអ្នកធ្វើការឲ្យ five kinds of duty for an employer. First, an employer should assign his employees to work in accordance with their capabilities and strengths. Second, he must provide them with food and pay them sufficiently. Third, he must provide them with medical treatment when they are ill. Fourth, he must let them enjoy special food or benefits such bonus or allowances. Fifth, he must allow them to work at appointed time and let them the proper time for vacation or even leave to attend the urgent family matters. Five kinds of duty for the employees. ដែលចាត់ទុកជាទិសខាងក្រោមហ្នឹង First, employees must be punctual and show initiative to perform their work. Second, they must see their work through to its completion. Third, they must be honest and take only what is given to them. Fourth, they must try their best to fulfill their work. Fifth, they must maintain the good reputation of their employer. នឹងអញ្ចឹងជាតកែរបស់គេមានតួនាទី5យ៉ាងណាញាតិញោមដែលធ្វើតកែធ្វើមេគេណាញោមបងកនិកាយនេះលក់បើកហាងស្អីមានបុគ្គលិកហ្នឹងអញ្ចឹងធ្វើតកែគេក៏មានតួនាទី5ហ្នឹងទៅអញ្ចឹងមើលទី1 employer should assign his employee to work in accordance with their capabilities and strengths អញ្ចឹងជាចវាយនេះហ្នឹងគឺគួរតែអាសាញណាបើថាតែងតាំងឬក៏ផ្ដល់ការងារឲ្យបុគ្គលិកធ្វើការទៅតាមសមត្ថភាពហើយនិងកម្លាំងរបស់គេផងយ៉ាងណាយើងមានបុគ្គលិកច្រើនអ្នកអញ្ចឹងយើងមើលអ្នកណាគាត់មានសមត្ថភាពក្នុងជំនាញណាហើយកម្លាំងរបស់គាត់អាចទៅលើករបស់ធ្ងន់នឹងបានទេឬក៏អ្នកផ្សេងគាត់មានសមត្ថភាពមានកម្លាំងជាងគាត់នៅក្នុងកិច្ចការងារហ្នឹងអញ្ចឹងយើងត្រូវចេះបែងចែកការងារឲ្យត្រូវទៅនឹងសមត្ថភាពហើយនឹងកម្លាំងហ្នឹងទី2 provide them with food and pay them ណាអញ្ចឹងជាកម្មកររបស់យើងត្រូវទៅទំនុកបម្រុងអាហារហើយនឹងបើកប្រាក់ខែឲ្យគ្រប់គ្រាន់អញ្ចឹងណាអាហ្នឹងសំខាន់ណាទី1តើប្រាក់ខែមិនល្អហើយទី2បើយើងផ្ដល់ចំណីអាហារទៀតអញ្ចឹងក្រុមហ៊ុនហ្នឹងក៏ល្អដែរគឺបុគ្គលិកប្រកាសជាចូលចិត្តហើយហ្នឹងគឺមានផ្ដល់អាហារឲ្យបរិភោគហើយប្រាក់ខែបានសមរម្យអញ្ចឹងទៅដល់ទី3នេះសំខាន់ provide them with medical treatment when they are ill អាហ្នឹងនៅអាមេរិកគេហៅថា insurance ណាហ្នឹង insurance គឺថាក្រុមហ៊ុនធំគឺភាគច្រើនគេមានហ្នឹងហើយនៅស្រុកខ្មែរអញ្ចឹងក៏មានដែរគឺត្រូវតែមានinsurance ពេទ្យឲ្យពេលបុគ្គលិកគាត់ឈឺគាត់អីចឹងទៅជាការគ្រោះថ្នាក់នៅពេលបំពេញការងារគ្រោះថ្នាក់ចរាចរណ៍បាក់ដៃបាក់ជើងចឹងទៅអញ្ចឹងក្រុមហ៊ុនធំគេត្រូវមាន medical treatment insurance សម្រាប់បុគ្គលិកចេញលុយឲ្យនឹងសំខាន់នៅអាមេរិកនេះបើអត់មានហ្នឹងគេអត់ធ្វើការឲ្យទេក្រុមហ៊ុនណាក៏ដោយត្រូវមាន medical treatment insurance ទី4 let them enjoy special food ណាថានៅក្នុងឱកាស
បនទៀនអីចឹងទៅណាបនទៀនបនជាតិអីនានាចឹងទៅឬក៏ party អីចឹងទៅយើងត្រូវ party ដើម្បីជប់លៀងបុគ្គលិកណាដូចចុងឆ្នាំឬក៏ខែបនកឋិនជុំបិណ្ឌអីចឹងទៅមាន bonus ពីការលើកទឹកចិត្តមានជាប្រាក់រង្វាន់លើកទឹកចិត្តឬក៏ treat បុគ្គលិករបស់យើងដោយការពិសាអាហារឆ្ងាញ់អីចឹងណា special food or benefit such as bonus and allowance ហ្នឹងឯងថាយើងជាការយើងថែមប្រាក់ខែគ្នាក្នុងឱកាសណាខ្លះយើងអាចធ្វើបានយើងធ្វើទៅជាការលើកទឹកចិត្តដល់កូនចៅទី5 allow them to work at appointed time មានថាអនុញ្ញាតឲ្យបុគ្គលិកហ្នឹងធ្វើការទៅតាមពេលវេលាដែលយើងបានតែងតាំងបានចាត់ចែងបានកំណត់ណាមានន័យថាអត់ប្រើគ្នាខុសកាលទេជាវាយនៃខ្លះកេងចំណេញពេលវេលាពីបុគ្គលិកម៉ោងការងារធ្វើតែមួយថ្ងៃ5ម៉ោងឬក៏8ម៉ោងចុះតែគាត់ប្រើឲ្យថែមរហូតដល់10ម៉ោងអីចឹងទៅហើយប្រាក់ខែអត់ដែលអត់មានថែមប្រាក់ខែទេតែកេងចំណេញពេលវេលាឲ្យពួកគាត់ធ្វើការច្រើនម៉ោងអីចឹងទៅ let them proper time for vacation ណាហើយពេលខ្លះត្រូវក៏ផ្ដល់ឲ្យពួកគាត់មានពេលសម្រាកទៅលេងផ្ទះទៅលេងសួរសុខទុក្ខញាតិឬក៏ពេលខ្លះមានញាតិស្លាប់មានញាតិឈឺអញ្ចឹងក៏យើងណាផ្ដល់ឱកាសសម្រាកអញ្ចឹងទៅហ្នឹងន័យអញ្ចឹងណាហ្នឹងហើយញាតិញោមចេះអស់ហើយពាក្យប៉ុណ្ណឹងណាហ្នឹងហើយ vacation ហ្នឹងសម្រាប់ even leave to attend leave ហ្នឹងគឺ take a leave ហ្នឹងគឺសុំច្បាប់សម្រាប់អីចឹងណា to attend urgent family matter ហ្នឹងគឺមានពេលខ្លះមានកិច្ចការបន្ទាន់បញ្ហាគ្រួសារអីចឹងសុំច្បាប់ឈប់មួយថ្ងៃពីរអញ្ចឹងទៅយើងគួរតែអនុគ្រោះនឹងចវាយគេហ្នឹងត្រូវមានទឹកចិត្តអញ្ចឹងណាឥឡូវមើលកម្មករវិញទី1 employees ណា employee កម្មករចាត់ទុកជាទិសខាងក្រោមនេះ must be punctual and show initiative to perform their work អញ្ចឹងកម្មករគេទី1ត្រូវទៀងទាត់ពេលវេលា punctual ណាត្រូវគ្រប់ពេលវេលាហើយបង្ហាញនៅ initiative មានកំណត់មួយដែលចង់ធ្វើការពិតប្រាកដ to perform their work អញ្ចឹងកម្មករទី1ត្រូវទៀងពេលវេលាហើយនឹងមានឆន្ទៈធ្វើការអញ្ចឹងនិយាយអញ្ចឹងទី2 must see their work through to its completion ធ្វើការអីកុំឲ្យវាសេះសល់ធ្វើឲ្យហើយឲ្យស្រេចកុំទុកថាធ្វើអីធ្វើឲ្យកុំទុកឡាយបង្កើតគេហ្នឹងហើយអញ្ចឹងកម្មករហ្នឹងគឺថា must see their work through to its completion គឺត្រូវធ្វើការងារហ្នឹងឲ្យចប់ដើម they must be honest and take only what's given ហើយកម្មករហ្នឹងត្រូវស្មោះត្រង់កុំចេះតែមានដៃមានជើង take only what is given ណាស្មោះត្រង់ហើយទទួលយកអ្វីដែលគេផ្ដល់ឲ្យមានថាអត់លោភលន់អត់កេងប្រវាញ់ជាមួយចវាយនេះទេអត់លួចអត់ឆក់ទី4 they must try their best to fulfill their work ធ្វើការដោយឲ្យអស់សមត្ថភាពធ្វើការអស់លទ្ធភាពណាបំពេញការងារដោយស្មោះត្រង់ដោយឲ្យអស់លទ្ធភាពទី5 they must maintain good reputation of the employer អញ្ចឹងជាកូនចៅក៏ត្រូវថែសារកិត្តិយសគេឈ្មោះឲ្យមេដែរកុំចេះតែដើរនិយាយដើរមេបខូចមេហ្នឹងហើយអញ្ចឹងចាប់ហើយមកលឹកឡើងវិញហើយចាប់ម៉ោងដល់ម៉ោងមុំទួនាទី55ណាទី1ទួនាទី5របស់ចវាយនាយគឺថាត្រូវចាត់ចែងការងារឲ្យបុគ្គលិករបស់ខ្លួនធ្វើការទៅតាមលទ្ធភាពហើយនិងសមត្ថភាពទី2ផ្ដល់អាហារហើយនិងប្រាក់ខែពួកគាត់គ្រប់គ្រាន់ទី3គឺត្រូវមានប្រាក់ជំនួយសម្រាប់ព្យាបាលជំងឺទី4នៅក្នុងឱកាសសមរម្យខ្លះក៏ផ្ដល់រង្វាន់លើកទឹកចិត្តថែមប្រាក់ខែផ្ដល់ចំណីអាហារជប់លៀងអីចឹងទៅទី5គឺថាចាត់ចែងការងារពួកគាត់នៅក្នុងគេហៅថា framework នៃការងារណាទៅតាមពេលវេលាទៅតាមកាលវិភាគរបស់ក្រុមហ៊ុនហ្នឹងហើយក៏ផ្ដល់ឱកាសឲ្យឈប់សម្រាកទៅតាមជាក់ស្ដែងដូចជាបញ្ហាគ្រួសារអីជាដើមណាហ្នឹង5យ៉ាងហ្នឹងឯងដល់5យ៉ាងទៀតសម្រាប់បុគ្គលិកឬក៏អ្នកធ្វើការឲ្យគេនេះណាចាត់ទុកជាទិសខាងក្រោមហ្នឹងដែលត្រូវតបស្នងសងគុណទៅចវាយឬមេរបស់ខ្លួនដោយធម៌5ដែរអញ្ចឹងញាតិញោមដែលមានមេយើងធ្វើការឲ្យមេរបស់យើងទាំងជាប្រសង់ក្តីជាកុហកក្តីជាក្រុមហ៊ុនឯកជនស្ថាប័នរដ្ឋក៏ដោយយើងតែងតែមានអ្នកនៅពីលើយើងនៅក្នុងស្ថាប័នការងារហ្នឹងអ
ចឹងយើងសាកល្បងប្រៀបធៀបមើលថាយើងអាចធ្វើរឿងនឹងបានទេទី1ក្នុងនាមយើងជាបុគ្គលិកការងារនៃស្ថាប័នមួយទី1ត្រូវតែគោរពពេលវេលាកុំកេងពេលវេលានឹងកុំខូចត្រូវតែគោរពពេលវេលាហើយនឹងបង្ហាញឆន្ទៈធ្វើការត្រូវមានឆន្ទៈធ្វើការទី2ធ្វើកិច្ចការងារអីធ្វើឲ្យហើយកុំចេះតែទុកចេះពជាពេលទី3ស្មោះត្រង់ហើយអត់មានដៃមានជើងទេស្មោះត្រង់ដូចថាយើងធ្វើនៅស្ថាប័នហ្នឹងបើយើងចេះលួចចេះឆក់ឬក៏មេអត់នៅចេះតែមានអាចិតកេងប្រវាញ់ណាហ្នឹងហើយកេងប្រវាញ់ការងារកេងប្រវាញ់ទ្រព្យសម្បត្តិនៅក្នុងក្រុមហ៊ុនអញ្ចឹងទៅលួចហ្នឹងអត់ល្អទេតែគេដកចោលដូចស្បៃអញ្ចឹងហ្នឹងហើយទី4គឺថាបំពេញការងារហ្នឹងដោយយកចិត្តទុកដាក់ឲ្យអស់លទ្ធភាពធ្វើឲ្យអស់ពីលទ្ធភាពហ្នឹងដូចយើងស្រឡាញ់ការងារហើយយើងធ្វើឲ្យអស់ពីលទ្ធភាពកុំឲ្យធ្វើដើម្បីតែប្រាក់ខែធ្វើដើម្បីតែដល់ម៉ោងអង្គចេញអត់ទេទី5គឺថាត្រូវតែចេះថែរក្សាកិត្តិយសកេរ្តិ៍ឈ្មោះរបស់មេយើងផងនឹងដោយប្រសង់ដូចអីចឹងមានថ្នាក់ដឹកនាំនៅពីលើនឹងយើងត្រូវចេះគិតពេលខ្លះលោកធ្វើខុសមែនហើយប៉ុន្តែយើងមិនចេះដើរនិយាយដើរប្រខូចគេលោកទេអញ្ចឹងណានៅបីយ៉ាងណាក៏លោកជាមេយើងដែរយើងត្រូវចេះគិតនេះជាហៅថាជាពុទ្ធឱវាទដែលព្រះអង្គដាស់តឿនហើយក្រើនរំលឹកក៏ដូចជាការផ្ដល់ជាគន្លឹះសម្រាប់សង្គមទាំងមូលហ្នឹងដែលមានការប្រស្រ័យតាក់ទងគ្នានៅក្នុងឋានៈណាមួយជាមេដាបេដាជាកូនសិស្សជាគ្រូប្រសង់សមណព្រាហ្មណ៍ថ្នាក់ដឹកនាំឬក៏បុគ្គលិកនៃក្រុមហ៊ុនស្ថាប័ននានាហ្នឹងគឺយើងមានតួនាទីផ្សេងបើសិនបើយើងអាចបំពេញទៅតាមកាតព្វកិច្ចនិងតួនាទីដូចដែលព្រះអង្គបានសម្ដែងហ្នឹងអញ្ចឹងយើងនឹងគេថា bound to success យើងនឹងទទួលបានជោគជ័យនៅក្នុងការងារភារកិច្ចរបស់យើងផងនៅក្នុងដំណើរជីវិតដែលយើងត្រូវទទួលនៅសេចក្តីសុខសេចក្តីចម្រើនសេរីសួស្តីហ្នឹងនៅអ្វីដែលយើងបានបំពេញទៅតាមតួនាទីរបស់ខ្លួនណាតែផ្ទុយមកវិញបើយើងមិនបានបំពេញទៅតាមតួនាទីហ្នឹងទេអាចនឹងមានបញ្ហាញាតិញោមណាបើយើងអត់បំពេញតាមតួនាទីរៀងខ្លួនហ្នឹងទេវានឹងចម្បោកច្បល់ការងារផ្ទះក៏ដោយបើប្រពន្ធហ្នឹងមិនគោរពតួនាទីជាភរិយាទេថែសារផ្ទះសម្បែងទុកដាក់កិច្ចការផ្ទះមិនបានល្អប្តីមកពីធ្វើការនៅក្រៅគង់មិនសบายចិត្តផងទៅផ្ទះស្មុកស្មាញទៀតក៏ខ្វក់ទៀតនឹងអញ្ចឹងវាអត់មានសេរីសួស្តីឆ្លោះគ្នាដល់លើនឹងឯងហើយដូចគ្នាយើងគិតប្រសង់អញ្ចឹងកាលណាគុណចាស់នៅវត្តអញ្ចឹងយើងមានថ្នាក់ដឹកនាំមានអីអញ្ចឹងហើយយើងអត់គោរពវិន័យយើងអត់ថែរក្សាសម្រាប់ធ្នាប់នៅកន្លែងដែលយើងរស់នៅអញ្ចឹងវាទៅជាបញ្ហាដែរណាអញ្ចឹងតកតងតាំងពីការងារសពយ៉ាងទាំងអស់គ្រប់កន្លែងគ្រប់ស្ថាប័នគឺយើងមានតួនាទីរៀងខ្លួនហើយដូចខ្ញុំបានអាត្មាបញ្ជាក់ម្សិលមិញអញ្ចឹងគឺថាយើងម្នាក់ហ្នឹងអាចមានតួនាទីរហូតដល់ទៅ10ណាក្នុងនាមជាប្រសង់ផងទីហោអាត្មាជាប្រសង់ក្នុងនាមជាប្រសង់មានតួនាទីប្រសង់ចំពោះកុហកនោះផងហើយមានតួនាទីក្នុងនាមជាសិស្សគុណរបស់គ្រូរបស់អាត្មានោះផងហើយក្នុងនាមជាកូនចៅរបស់មេអាត្មានោះផងស្ថាប័នដែលយើងធ្វើការឲ្យហើយក្នុងនាមជាកូនរបស់ម៉ែឪនោះផងណាហើយសិតតួនាទីហើយបើញាតិញោមជាម្ដាយជាឪពុកក្នុងនាមជាម្ដាយឪពុកមានតួនាទីដែលត្រូវថែកូននោះផងហ្នឹងហើយបើជាគ្រូទៀតក្នុងនាមយើងជាគ្រូយើងត្រូវមានតួនាទីជាមួយសិស្សដែលកំពុងរៀននេះយ៉ាងម៉េចណាហើយបើយើងជាសិស្សនេះត្រូវមានតួនាទីជាមួយគ្រូដែលបង្រៀនយើងនោះយ៉ាងម៉េចច្រើនណាស់ឃើញទេណាគុណធីម្នាក់ហ្នឹងរាប់មិនអស់ហើយអញ្ចឹងសរុបមកវិញមកការដែលព្រះអង្គបង្រៀនអំពីតួនាទីនេះគឺដើម្បីប្រយោជន៍ដើម្បីសេចក្តីសុខដល់សត្វលោកទេមិនមែនជាការដែលព្រះអង្គជានឹកឃើញតនេជានិយាយឲ្យគេរវល់អត់ទេហ្នឹងឯពុទ្ធដីកាមួយនេះគឺព្រះអង្គចង់ឲ្យយើងបានសុខអញ្ចឹងចាប់ប៉ុណ្្នឹងឯងទិសទាំង6ញាតិញោមនំចាស់មានសំណួរអីទេណាតកតងនឹងមេរៀននេះណាសង្គាលសូត្រទិសទាំង6
មានទំនួលអាចសួរបានថ្ងៃ ឥឡូវបើមានសំណួរទេខ្ញុំអាត្មាផ្ដាំផ្ញើចុងម៉ោងនេះមុននឹងលាគ្នាតែខ្ញុំអាត្មាក៏មិនសូវមានពេលបានចូលមើលចូលបរៀនតាមដានអីនៅក្នុងថ្នាក់ដែររវល់ការងារផ្សេងតែគាត់ចង់លើកទឹកចិត្តដល់សិក្ខាកាមឲ្យចូលសិក្សាបានជាប់ជួនហើយបានចាប់ចុងចាប់ដើមណានឹងនៅក្នុងទួនាទីរបស់សិស្សណារបស់ក្រុមការងារហ្នឹងក៏យើងបានសិក្សាមិញដែរយើងធ្វើអីធ្វើហើយកុំទុកឡាយបង្កើតគេដូចជាការសិក្សារៀនសូត្រហ្នឹងដូចគ្នាចូលបានតែប្រហែលសប្តាហ៍ចោលគ្រូបាត់ទៅនឹងមានន័យថាយើងអត់ធ្វើការងារហ្នឹងឲ្យវាដល់ទីបំផុតណាដល់ចាប់ចុងចាប់ដើមយើងអត់ give it like 100% ទេអញ្ចឹងការសិក្សាការធ្វើការងារក៏ដោយបើយើងអត់ give it 100% ទេវាអត់មាន energy សម្រាប់និរន្តរភាពការងារហ្នឹងឯងអញ្ចឹងដើម្បីឲ្យការងារហ្នឹងវាទៅដល់គោលដៅដល់ទីបំផុតគឺយើងត្រូវតែដាក់ឆន្ទៈធ្វើការ 100% មកណារៀនក៏ដោយតាមថារៀននេះច្បាស់ជារៀនណាធ្វើអីច្បាស់ហ្នឹងកុំបលេបឡំអញ្ចឹងណាធ្វើការអីច្បាស់ធ្វើការហ្នឹងតែមានឆន្ទៈមុតមាំអានឹងជោគជ័យហើយអញ្ចឹងយើងទៅកន្លែងណាក៏អត់ដួលដែរទៅធ្វើការនៅណាក៏មេគ្រប់ស្រឡាញ់ត្រូវបានគេលើកទឹកចិត្តហ្នឹងអញ្ចឹងយើងទៅបណ្ដុះឆន្ទៈក្នុងការសិក្សារបស់យើងឲ្យបានល្អហើយវាជាប្រយោជន៍សម្រាប់ខ្លួនយើងទេមិនជាប្រយោជន៍ដល់ណាដតីពីខ្លួនឯងទេហ្នឹងហើយមុខវិជ្ជាពុទ្ធសាសនាជាភាសាអង់គ្លេសហ្នឹងក៏ដូចបានដឹងហើយវាមិនដឹងទៅរៀននៅណាទេណាហ្នឹងហើយអញ្ចឹងយើងមានឱកាសមាន platform online អញ្ចឹងអាចរៀនពីប្រទេសផ្សេងរៀនពីផ្ទះទៅណាដោយមិនបង់លុយកាក់អីសម្រាប់ការបង្រៀនទេអញ្ចឹងវា free ទៅទៀតអញ្ចឹងយើងទទួលបានធម៌ free ហ្នឹងហើយចំណីអារម្មណ៍ចំណីផ្លូវចិត្តរាល់ថ្ងៃក៏តែយើងបានរៀនធម៌បានស្ដាប់ធម៌ហ្នឹងវាបានជាបតិបបំភ្លឺផ្លូវយើងឲ្យភ្លឺច្បាស់ឲ្យភ្លឺស្វាងចាកអវិជ្ជាចាកភាពងងឹតនឹងបានអញ្ចឹងវាជាមេរៀនជោគជ័យហើយហ្នឹងមិនបាច់ទៅរកវគ្គជោគជ័យណាវគ្គជោគជ័យនៅក្បែរយើងហ្នឹងឲ្យតែយើងបើកចិត្តរៀនជាពិសេសធម៌ពុទ្ធហ្នឹងមិនមែនតែជោគជ័យទេប៉ុន្តែជោគជ័យនេះគឺថាជោគជ័យកំពូលហើយពីព្រោះសំខាន់បំផុតគឺអ្វីដែលយើងរៀននេះវាជាបុណ្យកុសលទី1ទី2វាជាការបណ្ដោះនៅបញ្ញាបណ្ដោះនៅសមាធិផ្លូវត្រូវឲ្យយើងនេះដែលជាការនាំទៅរកទីបំផុតទុក្ខមានន័យថាផ្លូវសួរអ្វីដែលយើងកំពុងរៀននេះគឺយើងកំពុងតែកសាងផ្លូវទៅឋានសួគ៌ឲ្យខ្លួនឯងហ្នឹងហើយពីព្រោះជាពុទ្ធឱវាទដែលប្រកបដោយសច្ចធម៌ជាពុទ្ធឱវាទដែលនៅក្នុងបំណងមួយឲ្យសត្វប្រលោកបានសេចក្តីសុខរួចចាកទុក្ខហ្នឹងហើយបើយើងទៅមើលគោលការណ៍ជោគជ័យនៃមេរៀនរបស់សង្គមបច្ចុប្បន្នពេលខ្លះធ្វើឲ្យមានការប្រកួតប្រជែងមែនប៉ុន្តែការប្រកួតប្រជែងបែបអកុសលមិនមែនជាការប្រកួតប្រជែងដែលថាយើងធ្វើទៅវាបានទ្របមែនប៉ុន្តែយើងវាទៅបៀតបៀនអ្នកដតីទាំងផ្លូវចិត្តទាំងផ្លូវកាយទាំងផ្លូវទ្រព្យសម្បត្តិអីចឹងទៅអញ្ចឹងមិនប្រកាសថាមេរៀនជោគជ័យសុទ្ធតែធ្វើយើងជោគជ័យក្នុងជីវិតទេទាំងការជោគជ័យនៅលើ business ប៉ុន្តែត្រូវបរាជ័យនៅក្នុងសិលធម៌នៅក្នុងកិត្តិយសណានៅក្នុងវត្តដាក់ចង់និយាយអញ្ចឹងជោគជ័យនៅក្នុងបច្ចុប្បន្នទៅលើមុខចំនួនរបស់យើងវាអាចពិតមែនប៉ុន្តែវាធ្វើយើងបរាជ័យក្នុងវត្តដាក់ណាប៉ុន្តែធម៌របស់ព្រះអង្គនេះជាមេរៀនជោគជ័យវិវត្តដាក់ជោគជ័យដែលថាធ្វើយើងអាចរត់ដោះខ្លួនចេញពីសេចក្តីទុក្ខគ្រប់វិស័យទាំងអស់បញ្ហាគ្រប់វិស័យទាំងអស់អញ្ចឹងលើកទឹកចិត្តឲ្យសិក្ខាកាមយើងបន្តសិក្សារៀនសូត្រឲ្យបានចាប់ដើមប្រកេនពរនិងជូនពរសិរីសួស្តីឆ្នាំថ្មីទាំងអស់គ្នាសូមបានសុខបានចម្រើនអាយុយឺនយូរសុខភាពល្អណាសូមអនុមោទនាលើយ៉ាងផ្សាយមេត្តាបញ្ចប់ថ្នាក់ណាទុក្ខបត្តាចនិតទុក្ខាចនិភយាសោកបត្តាចនិសោកាហន្តសពេ
ពេលបាអ្នកណោសត្វទាំងឡាយទាំងពួងដែលដល់ហើយនៅសេចក្តីទុក្ខសូមឲ្យជាសត្វបាត់សេចក្តីទុក្ខទៅដែលដល់ហើយនៅភ័យសូមឲ្យជាសត្វបាត់ភ័យទៅដែលដល់ហើយនៅសេចក្តីសោកសូមឲ្យជាសត្វបាត់សេចក្តីសោកទៅសូមអនុមោទនាថ្វាយគុំនេះចម្រើនពរលាញាតិញោមអរគ្នាសុខសប្បាយបង